ខ្ញុំក្រោកពីព្រលឹមតូចប្រឡប់រាល់ថ្ងៃលក់បាយប្រអប់តម្លៃ5យន់នៅសួនភស្តុភារគ្រាន់តែចង់ឲ្យតែកងឡានដឹកទំនិញដែលរត់ផ្លូវឆ្ងាយពេញមួយឆ្នាំអាចហូបឆ្អែតមានកម្លាំងធ្វើការប៉ុណ្ណោះតែលទ្ធផលយ៉ាងម៉េចប្រធានភស្តុភារដែលហូបបាយខ្ញុំ3ឆ្នាំមកនេះបែរជាងាកមកនិយាយថាបាយមួយប្រអប់របស់ខ្ញុំដាំទុនមិនដល់2ឈិនអានខ្ញុំសុំសួរលោកបន្តិចមើលបាយប្រអប់លោកនេះលក់មួយប្រអប់តម្លៃប៉ុន្មាន15យន់មានសាច់ច្រើននិងពងទី2ធានាថាឆ្អែតបងប្អូនឲ្យស្ដាប់មើលបាយមួយប្រអប់15យន់មិនក៏វាមិនទៅប្លន់គេតែម្ដងទៅឈិនអានចិត្តលោកឯងខ្មៅពេកហើយដឹងឥឡូវនេះស្ថានភាពភស្តុភារមិនសូវល្អទេថ្លៃដឹកជញ្ជូនធ្លាក់ចុះជាបន្តបន្ទាប់បងប្អូនតែកងឡានខំអត់ងុយរត់ឡានរកលុយទាំងលំបាកតើវាងាយស្រួលណាស់មែនទេឯលោកវិញមកធ្វើជាអ្នកលក់ផ្ដាច់មុខនៅទីនេះបាយមួយប្រអប់15យន់លោកឯងកំពុងតែជញ្ជក់ឈាមតែកងឡានហើយតើប្រធានសុនអ្នកមិនអាចនិយាយបែបនេះទេថ្ងៃធ្លាក់រើខ្លាំងបែបនេះខ្ញុំប្រើសុទ្ធតែសាច់ជ្រូកស្រស់ពីផ្សារព្រឹកប្រេងឆាជីនឡុងយីពីផ្សារទំនើបកម្រាស់សាច់និងបរិមាណបាយគឺមានប៉ុណ្ណឹងស្រាប់ហើយបូករួមទាំងថ្លៃតូបក្នុងសួនមួយខែ2000យន់ទៀតលក់15យន់នេះខ្ញុំរកបានតែលុយកម្លាំងញើសឈាមដែលខំក្រោកពីព្រលឹមតូចប្រលប់ប៉ុណ្ណោះមិនមែនជាលុយខ្មៅខ្វាក់ដាច់ខាតកុំមកនិយាយស្ទេខ្ពស់ហួសហេតុពេកបាយប្រអប់នៅតាមផ្លូវខាងក្រៅលក់តែ10យន់ទេមិនក៏លោកឯងពិសេសម្លេះដាំទុនលោកឯងខ្ពស់វាជារឿងរបស់លោកខ្ញុំក្នុងនាមជាប្រធានសួនមិនអាចឈោមើលលោកឯងកាប់សាច់គេនៅទីនេះបានទេឈិនអានឥឡូវនេះខ្ញុំទុកផ្លូវពីឲ្យលោកជ្រើសរើសទី1ចាប់ពីថ្ងៃស្អែកទៅឯងត្រូវបញ្ចុះតម្លៃឲ្យនៅក្រោម12រៀលទី2ត្រូវរមៀលចេញពីតំបន់ភស្តុភារនេះភ្លាមទៅ12រៀលប្រធានសុនលោកក៏ដឹងពីតម្លៃសាច់និងតម្លៃប្រេងដែរ12រៀលហើយចង់បានសាច់ដុំធំបែបនេះទៀតខ្ញុំសំបីតែដើមក៏ស្រង់មិនរួចផងលុះត្រាតែខ្ញុំទៅទិញសាច់សំណល់ថោកឬក៏សាច់ស្អុយរលួយរបស់សត្វងាប់យកមកធ្វើខ្ញុំមិនខ្វល់ថាឯងយកសាច់អីមកទេខ្ញុំមើលតែតម្លៃប៉ុណ្ណោះបញ្ចុះមិនបានទេលុយ12រៀលធ្វើម្ហូបក្នុងឆ្នាំខ្ញុំនេះមិនកាទេបងប្អូនរត់ឡានធំហត់នឿយណាស់ទៅហើយខ្ញុំដាច់ខាតមិនព្រមទិញសាច់ស្អុយរលួយយកមកឲ្យបងប្អូនហូបដើម្បីតែតម្រូវតាមតម្លៃថោកនោះទេគ្រាន់បើដែរតាបានចឹងឯងរមៀលចេញទៅបានអនុញ្ញាតលក់ដូរក្នុងតំបន់នេះរបស់ឯងត្រូវទុកជាមុខចាប់ពីពេលនេះទៅសន្តិសុខប្រធានសុនលោកធ្វើបែបនេះមិនមែនជាការរុញគេឲ្យតច្រកទេបងប្អូនឈិនចេញទៅតាកណ្ដាលយកប្រឡប់ពូយើងបានអីហូបទៅពូចឹងឯងភ័យអីបងប្អូនកុំបារម្ភអីខ្ញុំសុនហ្វូគួយដេញវាចេញគឺដើម្បីប្រយោជន៍អ្នកទាំងអស់គ្នាទេចាប់ពីយប់ស្អែកទៅនៅកន្លែងនេះផ្ទាល់តែម្ដងតំបន់យើងនឹងរៀបចំអាហារដ្ឋានពេលយប់ដោយខ្លួនឯងខ្ញុំសន្យាជាមួយអ្នកទាំងអស់គ្នាមួយចាន12រៀលមានសាច់ដុំធំនិងហូបឆ្អែតដូចគ្នាពួកយើងប្រាជ្ញាប្រឆាំងនឹងការកេងប្រវ័ញ្ចដើម្បីឲ្យបងប្អូនអ្នកបើកបរគ្រប់រូបអាចហូបបាយក្នុងតម្លៃថោកនិងសមរម្យ12រៀលសាច់ដូចតែគ្នាចឹងល្អតើអាចសន្សំបាន3រៀលទៀតផងថយចេញខ្ញុំប្រមូលតូបហើយធ្វើដំណើរឲ្យស្រួលបួនណាថៅកែធំឈិនខ្យល់ខាងក្រៅខ្លាំងណាស់ប្រយ័ត្នឆ្លោះចង្កេះបាយប្រអប់សម្រាប់អ្នកធ្វើការធ្ងន់មួយប្រអប់តម្លៃ12យន់អញហ៊ានធ្វើអត់គ្រាន់តែខ្លាចថាមនុស្សរាប់ពាន់នាក់នៅតំបន់ដឹកជញ្ជូននេះអញទប់ទល់នឹងរឿងធំពន់មេឃនេះមិនរួចទេដឹងបើលក់តាមរទេសលេងកាត់ហើយអញ្ចឹងខ្ញុំជេនអាននឹងទៅបើកហាងបាយឲ្យបានត្រឹមត្រូវតែម្ដងសុនហ្វូគួយយើងចាំមើលទាំងអស់គ្នាទៅបងជិនអាកាសធាតុអាក្រក់បែបនេះតើយើងទៅណាទៅនៅចម្ងាយ2គីឡូម៉ែត្រត្រង់ផ្លូវបំបែកផ្លូវខេត្តមានកន្លែងជួសជុលចាស់មួយដែលគេបោះបង់ចោលជេនអានឲ្យមិនមែនពូមិនចង់ជួលឲ្យអញទេឯងមើលប្រឡាក់ប្រេងពេញដីបែបនេះបើអញចង់កែវាទៅជាហាងបាយតើត្រូវចំណាយទុនអស់ប៉ុន្មានទៅស្ដាប់ខ្ញុំណាធ្វើភោជនីយដ្ឋានអនាម័យគឺជារឿងសំខាន់បំផុតថ្ងៃស្អែកខ្ញុំនឹងជួលគេឲ្យយកម៉ាស៊ីនមកខាត់សម្អាតកម្រាលនេះចេញឲ្យអស់រួចក្រាលអត់ការពីការបងចេនបងឈួតហើយយើងសន្សំលុយបានតែជាង100000ប៉ុណ្ណោះណាបើលុយមិនគ្រប់ខ្ញុំនឹងលក់ឡានសាន់ដាណានៅស្រុកកំណើតដើម្បីបង្គ្រប់អាជីពពីមុនយើងគ្រាន់តែលក់តាមចិញ្ចើមផ្លូវតែឥឡូវដោយសារគេបង្ខំឲ្យយើងបើកហាងអញ្ចឹងយើងត្រូវតែធ្វើតាមច្បាប់ទម្លាប់ហើយប៉ុន្តែបងចេនសុនហ្វូគួយនៅខាងនោះកំពុងតែប្រើល្បិចលក់មួយប្រអប់12យន់ដើម្បីដណ្ដើមមួយណាកន្លែងយើងនៅឆ្ងាយពីតំបន់នោះដល់ទៅ2គីឡូម៉ែត្រពួកអ្នកបើកបរច្បាស់ជាធុញមិនចង់វៀងផ្លូវទេអាជីអញពិតជាគិតថា12យន់របស់សុនហ្វូគួយនោះសាច់កំប៉ុងធំរបស់អ្នកនៅទីនេះអាចទប់បានដល់3ថ្ងៃអត់មានន័យថាម៉េចហ្នឹងទំហំក្រពះអ្នកបើកឡានធំឯងដឹងច្បាស់ជាងខ្ញុំទៅទៀតបរោះពេញកម្លាំងម្នាក់បើកឡានជាប់គ្នា8ម៉ោងមួយពេលហូបបាយកន្លះគីឡូសាច់ជាប់ខ្លាញ់4ខាំអានឹងគឺតិចបំផុតហើយណា12យន់ប្រាសាច់ល្អប្រេងល្អសំបីតែដាំវិញក៏មិនរួចផងពូលីផ្ទះនេះខ្ញុំជួលហើយ1ឆ្នាំ30000ថ្ងៃស្អែកពួកយើងស៊ីញ៉ៃកុងត្រាតែម្ដងទៅប៉ុន្តែខ្ញុំមានសំណុំពោមួយទឹកភ្លើងត្រូវតែប្រញាប់ភ្ជាប់ឲ្យខ្ញុំឲ្យបានលឿនខ្ញុំប្រញាប់ពេលណាខូចការហើយអាជៀនអំបាញ់មិញប្រញាប់ពេកធុងកាសធំពីររបស់យើងនៅទុកចោលនៅគល់ជញ្ជាំងខាងក្រោយសួននៅឡើយទេអានឹងទើបតែបញ្ចូលពេញថ្មីអស់រាប់រយយន់ឯណោះណាអីយ៉ាពិតជាភ្លេចមែនតើឯងនៅផ្ទះមើលការខុសត្រូវទៅខ្ញុំជិះកង់3ត្រឡប់ទៅវិញមួយជើងចូលតាមទ្វារក្រោយលួចដឹកមកវិញពួកអ្នកបើកឡានក្រអស់នេះ8ជាតិហើយមិនដែលហូបសាច់ទេឬម៉េចគុំរអ៊ូអីឯងលួចទៅខ្ញុំក៏នឹកស្មានមិនដល់ថាពួកអ្នកបើកឡាននេះពូកែហូបយ៉ាងនេះដែររៀបចំសាច់ជ្រូកកបីធំធំមិនដល់1ម៉ោងផងត្រូវគេដណ្ដើមគ្នាអស់រលីងក្រោយមកអស់សាច់ពួកអ្នកបើកឡានដែលមិនបានហូបនោះស្ទើរតែក្រឡាប់តូបយើងចោលបាត់ទៅហើយអញបានគិតបញ្ជីរួចហើយយប់នេះទិញសាច់អស់ជាង1000លក់ចេញមួយចាន12រៀលដល់ថ្លៃអង្គមីប្រេងនិងកម្លាំងពលកម្មចេញអញខាត់អស់ជាង8រ៉េណោះចុះបងចេញពីមុនគាត់រកលុយបានដោយរបៀបណាទៅកុំមាត់រំលឹកពីអាមួយត្រកូលចេញនោះអីថ្ងៃស្អែកតូបនេះត្រូវតែរៀបចំលក់បន្តទៀតថ្លៃដើមត្រូវតែបញ្ចុះឲ្យអញបងថ្លៃបើចង់បញ្ចុះថ្លៃដើមទិញសាច់នៅផ្សារត្រឹមត្រូវគឺច្បាស់ជាមិនកាត់ទេតែខ្ញុំស្គាល់ថៅកែឃ្លាំងត្រជាក់ម្នាក់គាត់មានទំនិញពិសេសមួយជើងគឺសាច់រត់ពន្ធដែលក្លាសេជាង3ឆ្នាំហើយនឹងសាច់ជ្រូកងាប់ដោយសារជំងឺពីកសិដ្ឋានកន្លះគីឡូតែ2រៀលកន្លះទេអញឈួតហើយមែនទេសាច់ប្រភេទនឹងស៊ីទៅអាចងាប់មនុស្សបានណាអញដឹងហើយអើយបងថ្លៃមិនក៏បងក្បាលរឹងម្លេះគ្រាន់តែដាក់ម្ទេសនិងម្រេចឲ្យច្រើនបន្តិចរួចលីម្សៅបន្ទន់សាច់និងម្សៅស៊ុបខ្នុររសជាតិសាច់ជ្រូកបន្តិចទៅរសជាតិវាឈ្ងុយជាងសាច់ស្រស់ទៅទៀតពួកអាពូធំទាំងនោះស៊ីមិនដឹងរឿងទេសម្រាប់យកអញ្ចឹងចុះអូខេបងថ្លៃមានសម្ដីបងមួយម៉ាត់នេះគឺបានហើយអញ្ចឹងយប់នេះខ្ញុំទេទៅថៅកែឃ្លាំងត្រជាក់ឲ្យគាត់ដឹកសាច់បញ្ចុះតម្លៃ500ជិនមកឲ្យពួកយើងមុនពេលមេឃងឹតនៅយប់ស្អែកចាំទុកឲ្យគាត់ចូលតាមច្រកទ្វារចំហៀងនៃបរិវេណនេះមក
យកតង់កៅស៊ូនោះមកគ្រប់ឲ្យចិត្តទៅកុំឲ្យគេឃើញបងឆេងមិនហ្នឹងរកធំកាសអត់ឃើញទេរកឃើញហើយអាជៀនព្រឹកស្អែកព្រលឹមឯងទៅផ្សារការងារជួមនុស្សឲ្យបានច្រើនបន្តិចជាងទឹកជាងភ្លើងជាងលាបថ្នាំជាងបិទការ៉ូត្រូវតែសម្រុកធ្វើទាំងយប់ទាំងថ្ងៃឲ្យខ្ញុំក្នុងរយៈពេល3ថ្ងៃត្រូវតែរួចរាល់3ថ្ងៃបងឆេងវាមិនប្រញាប់ពេកទេកុំនិយាយថាអស់លុយច្រើនតែហេតុអីក៏ប្រញាប់ម្លេះព្រោះខាងនោះចិត្តខ្លាយជារោងចក្រថ្នាំពុលទៅហើយចំណត់អានស៊ឺហ្វូរបស់យើងត្រូវតែប្រញាប់បើកឲ្យបានលឿនបំផុតយើងមិនអាចឈរមើលបងប្អូនតែកងឡានទាំងនោះត្រូវអាសត្វត្រឆានស៊ុនហ្វូគុយនោះស៊ីតតែមិនសល់សំបីតែកំទេចឆ្អឹងនោះទេបើកបានលឿនមួយថ្ងៃយើងអាចទុកបាយស្អាតមួយម៉ាត់ឲ្យពួកគេរស់បានមួយថ្ងៃទៀតបងម៉ោង8យប់ទៅហើយសំបីតែស្រមោលខ្មោចក៏គ្មានមួយផងស៊ុនហ្វូគុយនៅខាងនោះ12យន់ហូបមកតែឆ្អែតឯយើងនៅទីនេះ15យន់ដដែលប៉ុន្តែបងពូលីវក៏បានណែនាំឲ្យយើងបញ្ចុះតម្លៃដែរប្រញាប់អីម៉ោងហូបបាយរបស់តែកងឡានធំវាមិនទៀងទាត់ស្រាប់ទៅហើយរបស់ពិតមានគុណភាពទោះជាផ្លូវចូលជ្រៅប៉ុណ្ណាក៏ដោយក៏គង់តែមានអ្នកធំក្លិនហើយតាមរកយើងឃើញមិនខានទេអាជៀនធ្វើរកស៊ីខាងម្ហូបអាហារជាពិសេសលក់ឲ្យបងប្អូនកម្មករធ្វើការធ្ងន់នឹងណាគេមិនមែនប្រកួតគ្នាលើរឿងអ្នកណាថោកជាងទេគឺប្រកួតគ្នាថាអ្នកណាហ៊ានប្រថុយជាងបាយតម្លៃ12រៀលរបស់ស៊ុនហ្វូគុយនោះដាំទុនមិនដល់3រៀលផងអញសាកទីមើលថាតើគាត់ធ្វើបានដោយរបៀបណាបងយកម្សិលថ្ងៃបងអញទៅតែនិយាយតើថាគាត់ទៅទិញសាច់អន់ដែលគេហូបមិនកើតនោះមែនអត់ត្រូវហើយអីចឹងហើយទើបយើងមិនអាចបញ្ចុះតម្លៃបានឲ្យតែតម្លៃយើងនៅដដែលយើងមានលទ្ធភាពទិញសាច់ជ្រូកស្រស់ពីផ្សារព្រឹកហើយមានលទ្ធភាពប្រើប្រេងឆាស្តង់ដារត្រឹមត្រូវទោះបីជាយប់នេះមានមនុស្សតែម្នាក់មកហូបក៏ដោយក៏បាយមួយម៉ាត់នេះយើងត្រូវតែឲ្យគេហូបដោយស្អាតបាតនិងមានអនាម័យច្បាស់លាស់ដែរប្អូនប្រុសឈិនទីបំផុតរកកន្លែងឯងឃើញហើយបងចឹងតើបងកាត់អីហ្នឹងគុំរំលឹកអីល្អជាងរសៀលមិញនៅតំបន់រោងចក្រខ្ញុំបានហូបសាច់ជ្រូកតម្លៃពិសេស12រៀលរបស់ស៊ុនហ្វូគុយហូបមិនបាន2ម៉ោងផងក៏រត់ចូលសំបីតែអណ្ដាតនឹងជើងឡើងទុនអស់ហើយសាច់នឹងពេលញ៉ាំចូលមាត់ទៅទោះបីជាក្លិនគ្រឿងទេសខ្លាំងមែនតែសាច់វាស្ងួតហើយកំទេចថែមទាំងមានក្លិនសារធាតុគីមីដែលពិបាកនិយាយទៀតអាចេធ្វើមីទីងក្តៅ2ចានឲ្យបងប្អូនយើងមកដាក់គ្នាហាន់ឲ្យច្រើនបន្តិចផងប្អូនប្រុសចិននៅតែឯងនឹងហើយដែលមកចត់ផ្ទះបាយនេះមើលទៅដូចទៅពេទ្យធំអញ្ចឹងស្អាតបាតញ៉ាំទៅមានអារម្មណ៍ថាស្ងប់ចិត្តបងជេងធ្វើការងារយើងនេះអ្វីដែលយើងចង់បានគឺភាពស្ងប់ចិត្តនឹងហើយស្ថានភាពនៅមណ្ឌលកុមារកំព្រាខាងនោះខ្ញុំអាចទីដឹងខ្លះហើយតម្លៃទាបយ៉ាងនេះគ្រឿងផ្សំច្បាស់ជាមានបញ្ហាធំមិនខានស៊ុនហ្វូគុយអាចឆ្កែកាច់នេះថ្ងៃស្អែកខ្ញុំនឹងស្រែកប្រាប់នៅក្នុងគ្រប់ឡានឲ្យអ្នកទាំងអស់គ្នាគុំទៅញ៉ាំកន្លែងវាទៀតត្រូវហើយប្អូនប្រុសចិនឯងមានស្នាដៃល្អប្រើគ្រឿងផ្សំសុទ្ធបងប្អូនអ្នកបើកបរយើងមិនខ្វាក់ភ្នែកទេបងជេយ៉ាងម៉េចដែរយប់នេះមួយយប់យើងលក់ដាច់ជាង800ប្រអប់ចំណេញសុទ្ធគឺប៉ុណ្ណេះឯងអាល្អិតនេះមិនមែនលក់បាយប្រអប់ទេនេះវាច្បាស់ជាម៉ាស៊ីនបោះពុម្ពលុយហើយសាច់នឹងញ៉ាំទៅមិនមានបញ្ហាអីទេមែនទេមានបញ្ហាអីទៅខ្ញុំបានទិញគ្រឿងស៊ុបម៉ាឡាដ៏ហឹរមួយធំថែមទាំងដាក់គ្រឿងក្រអូបមួយដំណក់ទៀតផងមិនក៏មានពេលទំនេរមកខាងតូចរបស់ខ្ញុំផឹកខ្យល់អញ្ចឹងបើចង់ញ៉ាំអីមើលនុយនៅជាប់ជញ្ជាំងបើចង់មករករឿងចេញក្រៅបាត់ឆ្វេងអញ្ជើញទៅចុះខ្ញុំមិនជូនដំណើរទេឈិនអានឯងកុំមកធ្វើរកខ្ពស់ពេកមើលពួកយើងរកស៊ីនៅតំបន់នឹងសុកតាឯងមែនទេដែលឲ្យតាជេងចាស់កំហូចនោះទៅនិយាយដើមក្នុងគ្រប់អ្នកបើកបរថាសាច់របស់ពួកយើងមានបញ្ហាឯងនេះប្រកួតប្រជែងបែបថោកទាបណាស់ខ្ញុំអត់បានធ្វើទេសាច់មានបញ្ហាអត់ពួកឯងខ្លួនឯងដឹងច្បាស់ក្នុងចិត្តហើយតាជេងញ៉ាំសាច់ពួកឯងរហូតស្ទើរតែចូលសង្គ្រោះបន្ទាន់ទៅហើយតានេះក៏ជារឿងដែលខ្ញុំប្រឌិតឡើងដែរមែនទេឥឡូវនេះនៅក្នុងតំបន់ពួកឯងមានអ្នកបើកបរប៉ុន្មានអ្នកកំពុងអពុះរត់រកបន្ទប់ទឹកចង់ឲ្យខ្ញុំទៅរាប់ចំនួនឲ្យពួកឯងមើលទេបានឈិនអានចាត់ទុកថាឯងមាត់រឹងចុះបើកទ្វាររកស៊ីទៅហើយមានហេតុផលអីដែលត្រូវដេញភ្ញៀវចេញនោះវាងហាវទៅកំងមីពិសេសរបស់គេ2ចានមកខ្ញុំចង់ភ្លក់មើលអាបាយតម្លៃ15យន់របស់គេនេះតើវាពិតជាឆ្ងាញ់អស្ចារ្យមែនឬអត់ថៅកែឈិនសុំមីពុះវៀនជ្រូក2ចានធ្វើឲ្យលឿនបន្តិចណាពួកយើងកំពុងតែឃ្លានហើយ
ល្បិចជប់លៀងហុងមិននេះប្រារព្ធរយដងហើយតែបើកទ្វារទទួលភ្ញៀវទៅហើយខ្ញុំចង់មើលថាតើពួកឯងអាចលេងល្បិចអីបានទៀតអាជាតិមកខាងមុខនេះបន្តិចមកប្រធានសុនមានបានហើយពិសាចុះណាអីយ៉ាពុះវៀងជ្រូកនេះលាងស្អាតដែរឬអត់ហ្នឹងបងថ្លៃមិនក៏ខ្ញុំមានអារម្មណ៍ថាក្លិននេះវ៉ាងហៅខ្ញុំប្រាប់ឯងចុះរបស់នៅនឹងដៃឯងនឹងគុំទម្លាក់ឲ្យសោះណាអូយថិនឯងមានន័យថាម៉េចហ្នឹងមិនក៏ក្នុងមីឯងមានរុយងាប់អញ្ចឹងអ្នកទាំងអស់គ្នាឆាប់មកមើលមកហាងមួយនេះអនាម័យអន់ណាស់ញ៉ាំមិនប៉ះជំរុយងាប់ខ្ញុំនឹងទៅប្តឹងក្រសួងសុខាភិបាលឲ្យមើលឯងនិយាយឈួតគឺឯងខ្លួនឯងអ្នកលុបចេញពីហោប៉ៅអំបញ្ញមិញនេះខ្ញុំឃើញច្បាស់ណាស់ប្រធានសុនវ៉ាងហៅពួកឯងភ្លេចហើយមែនទេថាហាងខ្ញុំនេះមានអាជ្ញាប័ណ្ណអនាម័យត្រឹមត្រូវណាគម្រោងផ្ទះបាយបាត់ចំហដែលតម្រូវដោយរដ្ឋបាលចំណីអាហារនិងអស្តមិនត្រឹមតែមានកាមេរ៉ា3គ្រាប់នៅផ្ទះបាយខាងក្រោយទេខាងមុខក៏មានបំពាក់កាមេរ៉ាសុវត្ថិភាព360ដឺក្រេចំនួន2គ្រាប់ដែលគ្មានជ្រុងកំបាំងដែរមកមើលវីដេអូនេះមកវ៉ាងហៅសកម្មភាពឯងលូកហោប៉ៅហើយយកដៃចាប់របស់នឹងគឺថតជាប់ច្បាស់ណាស់ណាយករុយងាប់មកទម្លាក់កំហុសគេល្បិចថោកទាបតាមរោងកុនសម័យឆ្នាំ80បែបនេះយកមកប្រើពេលនេះអត់ចេះខ្មាស់គេទេប្រធានសុនវីដេអូនេះបើសិនជាខ្ញុំបញ្ជូនទៅក្នុងគ្រប់អ្នកបើកបរឬក៏បញ្ជូនទៅប៉ុស្តិ៍ប៉ូលីសពីបទគំរាមទារប្រាក់តើលោកគិតថាអនុប្រធានតំបន់នៅតែអាចការពារលោកបានទៀតទេអាមនុស្សល្ងងធ្វើរឿងមិនដែលបានការចេះតែបំផ្លាញរឿងមិនចេះខ្មាស់គេទៀតឬបានឈិនអានអញពិតជាអស្ចារ្យមែនកាមេរ៉ាសុវត្ថិភាពមែនទេលេងចំហមែនទេថ្ងៃនេះយើងព្រមចាញ់ចុះតែឯងកុំតន់អហាងកញ្ចាស់របស់ឯងនេះមួយថ្ងៃមានមនុស្សមកប៉ុន្មានអ្នកទៅឲ្យតែតម្លៃរបស់ខ្ញុំទាបជាងឯងពួកគេគង់តែមកញ៉ាំសាច់របស់ខ្ញុំដែរទេចាំមើលទៅបងធូរទ្រូងណាស់ពួកអាអស់នេះគឺសំតែត្រូវមេរៀនទេបងឃើញមុខឡើងខៀវរបស់វាអំបញ្ញមិញអត់ផ្ដល់មេរៀនឲ្យពួកគេមិនមែនជាគោលបំណងទេការពីក្រែងលោពួកគេតច្រកខាងផ្ដេសផ្ដាស់ទើបជារឿងពិតប្រញាប់រៀបចំទៅថ្ងៃស្អែកយើងនៅមានសង្គ្រាមធំមួយទៀតត្រូវប្រយុទ្ធចុងភើឈិនយកសាច់ជ្រូកប្រចាំហាងមួយចានទៀតមកអុយអាស៊ុនហ្វូគុយនោះលក់សុទ្ធតែសាច់ជ្រូកឈឺយប់មិញខ្ញុំរត់ឡានស្ទើរតែរៀបចេញពោះវៀនមកហើយអស់កន្លះជីវិតបាត់នឹងហើយ12យន់មើលទៅថោកមែនតែទិញថ្នាំក្រពះពោះវៀនមិនត្រឹមតែប៉ុណ្្នឹងទេនៅតែសាច់របស់ចុងភើឈិនញ៉ាំទៅទុកចិត្តជាងមើលទៅតាំងអ៊ីនុកនេះទៅគឺមានអារម្មណ៍ស្រឡះតែម្ដងតាចាងសំណាងហើយដែលលោកបានស្រែកប្រាប់នៅក្នុងគ្រប់បើមិនអញ្ចឹងទេថ្ងៃនេះយើងនៅតែត្រូវទៅស៊ីបាយប្រអប់មានជាតិពុលនឹងទៀតហើយឲ្យតែគ្រប់គ្នាហូបបានឆ្ងាញ់ទៅគឺបានហើយប៉ុន្តែពួកអ្នកទើបចូលធ្វើការថ្មីនៅក្នុងតំបន់នេះដើម្បីសន្សំលុយប្រហែលជានៅតែស៊ីនៅកន្លែងអាស៊ុនហ្វូគុយនឹងហើយពាក្យល្អពិបាកទូនមានខ្មោចដែលត្រូវងាប់ណាស់ចាំតែពួកវារៀករហូតដល់ខ្សោះជាតិទឹកទៅនឹងដឹងពីភាពសាហាវហើយបងថ្លៃស្ថានភាពមិនសូវស្រួលទេថ្ងៃត្រង់នេះតែកងឡានដែលទៅហូបបាយនៅកន្លែងយើងថយចុះចិត្ត1%ឯណោះពួកតាចាស់នឹងសុទ្ធតែនិយាយក្នុងក្រុមថាសាច់យើងមានបញ្ហាសុខចិត្តជី2គីឡូទៅហាងកញ្ចាស់របស់ជេនអានវិញឈួតវាស្មានតែពឹងលើតែកងឡានចាស់ប៉ុន្មានអ្នកនឹងអាចក្រឡាប់មេឃបានមែនទេហ៊ានកាត់ផ្លូវរកស៊ីអញនឹងធ្វើឲ្យវាងាប់ដោយមិនដឹងខ្លួនបងថ្លៃសំខាន់គឺឥឡូវមានតែកងឡានច្រើនណាស់ដែលរៀបរੂពាក្យចាំអារាមទប់លេងចប់ហើយឬមួយក៏យើងបដូរយកសាច់ល្អបន្តិចទៅដំឡើងដើមទុនបន្តិចក៏មិនអីដែរបដូរសាច់ល្អអញមួយយប់រកលុយបានតិចជាងមុនរាប់ពាន់អញបិទមាត់ទៅសាច់ដាច់ខាតមិនអាចបដូរទេដើមទុន2រៀលកន្លះក្នុងមួយចិនអញដាច់ខាតមិនលែងដៃទេចុះរឿងរៀបរੂនឹងដោះស្រាយមិនទៅពួកវាមិនមែនរៀបរੂទេអីអញទៅទិញថ្នាំម្សៅនិងថ្នាំបញ្ឈប់រាគរូសដែលថប់បំផុតនៅហាងថ្នាំទៅកិនវាឲ្យមកទៅជាម្សៅហើយលីវាចូលក្នុងទឹកស៊ុបសាច់ខ្វៃផ្ទាល់តែម្ដងអញមិនត្រឹមតែដាក់ថ្នាំបញ្ឈប់រាគរូសទេអញថែមទាំងដាក់ម្សៅម្ទេសនិងក្លិនសិប្បនិមិត្តអនគុណនឹងពីរទៀតផងឲ្យតែស៊ីមិនស្លាប់ឲ្យតែអាចបិទបាំងក្លិនបានពួកវាត្រូវតែបន្តស៊ីរបស់អញទៀតបងថ្លៃនេះជាថ្នាំណាថ្នាំនឹងសាច់ស្អុយលីចូលគ្នាចុះបើមានប្រតិកម្មគីមីវានឹងមានរឿងធំមិនខានមិនស្រួលអាចមានមនុស្សស្លាប់ទៀតផងរឿងធំស្អីទៅអញគិតតែពីរឿងរកលុយទេធ្វើតាមអ្វីដែលអញប្រាប់ទៅចេនអានចង់ដណ្ដើមមួយអញចង់ដឹងណាស់ថាសាច់ល្អតម្លៃ15រៀលរបស់វាអាចប្រកួតជាមួយថ្នាំពិសេសតម្លៃ12រៀលរបស់អញបានឬអត់ឆាប់ទៅប្អូនប្រុសចេនសាច់គោនេះរងាស់បានផុយល្អញ៉ាំទៅកក់ក្ដៅក្រពះប៉ុន្តែនិយាយទៅក៏ចម្លែកដែរខាងស៊ុនហ្វូគុយពីថ្ងៃនេះលក់ដាច់វិញហើយមិននឹងអាចទៅរួចប៉ុន្មានថ្ងៃម្សិលមិញមិនមែនមានមនុស្សមួយគំនោញ៉ាំហើយរៀបរូទេអីពួកនឹងអត់ចេះរៀងចាសោះខ្ញុំក៏ឆ្ងល់ដែរនឹងណាឬអ្នកនៅក្នុងតំបន់នឹងគេនិយាយថាប៉ុន្មានថ្ងៃនេះស៊ុនហ្វូគុយបានដូររូបមុនសម្ងាត់ថ្មីដាក់សាច់ឲ្យច្រើនជាងមុនហើយរសជាតិក៏ដិតខ្លាំងហិរឡើងបែកញើសពន់ក្របពោតអ្វីដែលអស្ចារ្យបំផុតនោះគឺញ៉ាំហើយពួកគាត់បែរជាលែងរៀបរូមែនចុះអញបានញ៉ាំអត់ខ្ញុំមិនហ៊ានទៅលោកគ្រូចេញពួកយើងចាស់ភាសាអស់ហើយមានអ្នកណាទៅលងបោកគេទៀតនោះប៉ុន្តែពួកក្មេងទៅចូលធ្វើការថ្មីថ្មោងដើម្បីសន្សំលុយនាំគ្នាទៅតម្រង់ជួរទិញវិញអស់ហើយយប់នេះក្រុមឡានដឹកទំនិញក្លាសេរបស់ក្រុមហ៊ុនស៊ុនតាវសឹងសៀនមនុស្សជាង10នាក់នាំគ្នាញ៉ាំបាយចេញដំណើរនៅទីនោះទាំងអស់បងឆឹងលឿនឡើងជួយចាក់ទឹកក្តៅឲ្យខ្ញុំពី10មកប្រញាប់ឡើងផ្លូវលបឿនលឿនតាឈៀងភ្លៀងធ្លាក់ខ្លាំងយ៉ាងនេះយប់នឹងក្រុមឡានឯងចេញដំណើរមែនគ្មានជំរឿទេបងឆឹងឲ្យ
ក្នុងឡានសុទ្ធតែគ្រឿងសមុទ្រនិងសាច់ក្លាសេថៅកែបញ្ជាដាច់ខាតថាមុនម៉ោង 6 ព្រឹកស្អែកត្រូវតែទៅដល់ចំណុចប្រគល់ទំនិញនៅខេត្តជាប់គ្នាបើមិនអញ្ចឹងទេគាត់កាត់លុយថ្លៃដឹកទាំងអស់យប់នេះពួកឯងនៅភូមិគ្រីស្ត្រកោសុនញ៉ាំនៅណាមែនហើយគឺញ៉ាំនៅកន្លែងគាត់នឹងបងឆេនគុំនិយាយអីប្រធានសិនថ្ងៃនេះហ៊ានចំណាយធំណាស់សាច់ជ្រូកខ្នោះឲ្យឡើងពេញចានតែម្ដងគ្រាន់តែរសជាតិវាឈ្ងុយបន្តិចញ៉ាំហើយស្ងួតមាត់ឯគុលអណ្ដាតមានអារម្មណ៍ថាចត់ដូចញ៉ាំម្សៅដេរអញ្ចឹងតែត្រឹមតែ12យន់នឹងណាឲ្យតែឆ្អែតទៅបានហើយរសជាតិចត់ដូចម្សៅដេរអញ្ចឹងឬដេឆេងក្រុមឡានរបស់អ្នកមានប៉ុន្មានអ្នកបានញ៉ាំ12អ្នកញ៉ាំទាំងអស់គ្នាបងឆេនមានរឿងអីមែនទេកុំតន់ឡើងឡានប្រាប់អ្នកនៅក្នុងក្រុមឡានឲ្យប្រញាប់អួតចេញមកភ្លាមអាសត្វត្រឆានសាន់ហ្វាយ៉ៃនោះវាបានដាក់ថ្នាំបញ្ឈប់ការរីករូបប្រភេទម្សៅធ្មេញយ៉ាងខ្លាំងទៅក្នុងសាច់នឹងហើយដាក់ថ្នាំឬបាក់តេរីនិងជាតិពុលនៅក្នុងសាច់ស្អុយនឹងប្រតិកម្មធម្មតារបស់រាងកាយគឺរីករូសហើយតែពួកសត្វត្រឆាននេះបែរជាដាក់ម្សៅថ្នាំបញ្ឈប់ការរីករូសយ៉ាងច្រើនទៅក្នុងម្ហូបទៅវិញម្សៅថ្នាំនេះនឹងបិទផ្លូវពោះវៀនចិត្តឈឹងធ្វើឲ្យជាតិពុលបញ្ចេញមកក្រៅមិនរួចគឺស្តុកទុកក្នុងរាងកាយទាំងអស់វានឹងបង្កឲ្យមានការពុលអាហារស្រួចស្រាវនិងស្ពឹកសរសៃប្រសាទយ៉ាងឆាប់រហ័សដេឆេងឯងស្ដាប់បងឆេនទៅរឿងនេះអាចគ្រោះថ្នាក់ដល់ជីវិតណាបងឆេនហួសពេលហើយប្រធានក្រុមបានប្រញាប់ទាទៅបើទំនិញមួយវគ្គនេះយឺតយ៉ាវយើងត្រូវសងជំងឺចិត្តគេរាប់សែនណាខ្ញុំទៅមុនហើយខ្ញុំមានអារម្មណ៍ថាសុខភាពនៅល្អទេគួរតែមិនអីទេបងឈៀងតើគាត់ចង់ធ្វើអីហ្នឹងបណ្ដោយតាមគាត់តាឈៀងកុំបាក់អាជៀនប្រញាប់ដាំទឹកទៅយកសណ្ដែកបាយក្នុងផ្ទះបាយចេញមកទាំងអស់រំងាស់ស៊ុបសណ្ដែកបាយឲ្យខាប់បំផុតរួចហាន់ខ្ញីស្រស់1គីឡូរំងាស់ទឹកស្ករក្រហមទៀតបាទបងតើយើងចង់ធ្វើអីហ្នឹងកុំសួរអីពួកបងប្អូនដែលលេបថ្នាំទាំងនេះយប់នេះដាច់ខាតមិនអាចចេញផុតព្រំប្រទល់ខេត្តបានទេឡានដឹកទំនិញធុនធ្ងន់ផ្ទុកជាង40តោនបើពលបាត់បង់ស្មារតីក្នុងព្យុះភ្លៀងសន្ធឹកសន្ធាប់បែបនេះនោះច្បាស់ជាគ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នាជាមិនខានបងឈៀងជួយសង្គ្រោះជីវិតខ្ញុំផងតាឈៀងពួកឯងនៅណាមានរឿងអីកើតឡើងហ្នឹងចេញដល់កន្លែងបង់ប្រាក់ចម្ងាយ10គីឡូម៉ែត្រពួកយើងបើកលេងកាត់ហើយបងឆេនជួយពួកយើងផងមេក្រុមគាត់អួតឈាមហើយមានបងប្អូនម្នាក់ទៀតមើលលេងឃើញទេឡានស្ទើរតែធ្លាក់ពីលើស្ពានអាកាសទៅហើយស្ដាប់ណាដេឆេងទោះឥឡូវឡាននៅទីណាក៏ដោយត្រូវជន់ហ្វ្រាំងឲ្យជាប់ទីងហ្វ្រាំងដៃឡើងបើកភ្លើងសញ្ញាអាសន្នទាំងអស់ទោះបីជាឈប់នៅកណ្ដាលផ្លូវក៏ដោយក៏ដាច់ខាតមិនត្រូវបើកបន្តទៀតដែរតាំងស្មារតីឲ្យល្អខ្ញុំនឹងទូរស័ព្ទឲ្យឡានពេទ្យឥឡូវនេះខ្ញុំនឹងនាំគេទៅរកពួកឯងភ្លាមបងមានរឿងអីហ្នឹងមានរឿងហើយសាច់មានជាតិពុលរបស់សាន់ហ្វាយ៉ៃធ្វើទុកហើយបងចេងដេវីនិងបងប្អូនមួយក្រុមនោះនៅផ្លូវខេត្តចម្ងាយ10លីទៀតចិត្តមិនរស់ទេអាកាសធាតុអាក្រក់បែបនេះឡានពេទ្យចេញពីក្រុងទៅយ៉ាងហោចណាស់ក៏ត្រូវចំណាយពេល40នាទីដែរសាន់ហ្វាយ៉ៃអាត្រឆាននេះតោះប្អូនឆេនខ្ញុំបើកឡានដឹកទំនិញរបស់ខ្ញុំនាំអញទៅបាត់វាខ្ពស់មិនខ្លាចលេចទឹកទេអាយ៉ែនយកស៊ុបសណ្ដែកខៀវនិងស៊ុបខ្ញីដាក់ចូលក្នុងធុងរក្សាកម្ដៅទាំងអស់រួចលើកឡើងឡានលឿនឡើងសិនហ្វិចហើយគ្រាន់តែដើម្បីរកលុយប៉ុន្មានម៉ឺននឹងយប់នេះឯងបានសម្លាប់មនុស្សជាង10នាក់ហើយខ្ញុំចេញសុំស្ពតខ្ញុំច្បាស់ជាធ្វើឲ្យអញរលីមិនខានប្អូនចេញស្ពានអាកាសខាងមុខឆាប់មើលទៅពួកអាចឆ្កែអស់នេះសាំងបាបកាមែនបើកឡានទៅបាំងពីក្រោយពួកវាទៅដើម្បីកុំឲ្យឡានក្រោយបុកតាំងពីក្រោយតាឈៀងឯងដឹងខ្លួនឡើងបងចេញឈឺណាស់ឈឺដូចដាច់ពោះវានេះចឹងមកដល់ហើយកុំនិយាយអីអាជីនឆាប់យកស៊ុបសណ្ដែកខៀវមកទីនេះមកតាឈៀងស្ដាប់ណាហាមាត់បើទោះជាឯងខ្ទប់ច្រមុះក៏ត្រូវតែលេបវាចូលទៅដែរជាតិពុលក្នុងក្រពះឯងបញ្ចេញមិនមកទេត្រូវតែផឹកទឹកឲ្យច្រើនដើម្បីក្អួតវាចេញមកក្អួតចេញមកគឺល្អហើយតាហ្វីឡាវចឹងឯងទាំងពីរអ្នកនាំគេទៅឡានខាងក្រោយវាបំបែកកញ្ចក់ឡានទាំងអស់ឲ្យខ្ញុំហើយបញ្ចុកទឹកខ្ញីនិងស៊ុបសណ្ដែកខៀវឲ្យពួកគេផឹកត្រូវតែធ្វើឲ្យពួកគេក្អួតចេញមកឲ្យបានលឿនឡើងយករេរុញមក5រៀបចំឧបករណ៍លាងក្រពះអ្នកជំងឺមានអាការៈខ្សោះជាតិទឹកធ្ងន់ធ្ងរនិងខ្វិនដោយសារជាតិពុលសរសៃប្រសាទពួកគាត់ពុលអាហារគឺញ៉ាំសាច់ជ្រូកស្អុយរលួយខូចគុណភាពធ្ងន់ធ្ងរប៉ុន្តែនៅក្នុងសាច់នោះមានគេលីថ្នាំបញ្ឈប់ការរីករូសប្រភេទខ្លាំងលោកថាម៉េចសាច់ស្អុយលីថ្នាំបញ្ឈប់ការរីករូសចុះអានឹងវាខុសអីពីការដាក់ថ្នាំបំពុលទៅមិនគួរណាជាតិពុលវាធ្វើទុកខ្លាំងបែបនេះសោះសំណាងហើយដែលពួកលោកបានបញ្ចុកទឹកយ៉ាងច្រើនឲ្យពួកគាត់ក្អួតចេញមកមុនបើមិនអញ្ចឹងទេជាតិពុលនឹងចូលទៅក្នុងចរន្តឈាមទាំងស្រុងបង្កឲ្យខ្សោយតម្រងនំស្រួចស្រាវមិនខានមនុស្សជាង10នាក់នេះថ្ងៃនេះច្បាស់ជាស្លាប់នៅទីនេះទាំងអស់ហើយ
អាហ្វូគុយចិត្តខ្មៅគ្រាន់តែដើម្បីលុយដល់ថ្នាក់ចង់យកជីវិតបងប្អូនអ្នកបើកបរយើងផងមន្ត្រីប៉ូលីសជើជួយរក្សាសណ្ដាប់ធ្នាប់នៅកន្លែងកើតហេតុផងហើយប្រញាប់រីកាទៅនាយកដ្ឋានគ្រប់គ្រងចំណីអាហារនិងអស់ភ្លាមតើមានសាច់ញាតិឬអ្នកទទួលខុសត្រូវនៅទីនេះទេប្រញាប់ឡើងឡានទៅមន្ទីរពេទ្យក្រុងដើម្បីបង់ប្រាក់និងរៀបចំបែបបទខ្ញុំជាមិត្តភក្តិរបស់ពួកគេខ្ញុំទៅជាមួយពួកលោកអ្នកទទួលខុសត្រូវក្រុមឡានស៊ិនស៊ុនដាសូមទៅបញ្ចូលដើម្បីបង់ប្រាក់កក់សង្គ្រោះបន្ទាន់ខែក្រោយលុយកក់ត្រូវបង់ 24,000 ណាអត់ទេការខ្ញុំនេះលេខសម្ងាត់គឺលេខ861ដងក្នុងនឹងមានលុយ 30,000 ជួយសង្គ្រោះមនុស្សសិនទៅបើមិនគ្រប់ចាំខ្ញុំរកវិធីផ្សេងទៀតបងនេះជាលុយសង្គ្រោះជីវិតចុងក្រោយក្នុងហាងយើងហើយណាខែក្រោយត្រូវទូទាត់ថ្លៃសាច់និងថ្លៃឈ្នួលផ្ទះទៀតពិតមកទៅអស់លុយយើងនៅតែអាចរកបានដោយកម្លាំងញើសឈាមយើងតែបើបាត់បង់ជីវិតមនុស្សជាង10នាក់នេះតើមួយជីវិតនេះយើងអាចដេកលក់ស្រួលទេថ្ងៃនេះលុយនេះខ្ញុំត្រូវតែចេញសិនហើយខ្ញុំគឺឡាវចឹងបងប្អូន12នាក់ក្នុងក្រុមឡានស៊ុនដាយប់នេះចូលសង្គ្រោះបន្ទាន់អស់ហើយគឺពលអាហារអាសត្វរិឆានស៊ុនហ្វូគុយនោះវាឲ្យយើងស៊ីសាច់ស្អុយហើយថែមទាំងដាក់ថ្នាំបំពុលយ៉ាងសាហាវទៀតជីវិតយើងក៏ជាជីវិតដែរឥឡូវនេះប៉ូលីសចរាចរណ៍និងមន្ត្រីត្រួតពិនិត្យចំណីអាហារកំពុងតែទៅតំបន់នោះហើយបងប្អូនដែលនៅរោងចក្រភស្តុភារទាំងអស់ឲ្យតែនៅមានដង្ហើមត្រូវបើកឡានចេញមកទាំងអស់បិទទ្វារធំឲ្យជិតឡោមព័ទ្ធផ្ទះបាយកុំឲ្យអាស៊ុនហ្វូគុយនោះរត់រួចសូម្បីតែសត្វរុយមួយក្បាលបើវាហ៊ានបំផ្លាញភស្តុតាងថ្ងៃនេះយើងនឹងប្រយុទ្ធស្លាប់រស់ជាមួយវាហើយស៊ុនហ្វូគុយធ្វើអាក្រក់បានអាក្រក់ថ្ងៃអវសានរបស់ឯងមកដល់ហើយជួយផងឆាប់មកជួយផងឆាប់មកអញស្រែកលោឡាអីហ្នឹងគួរឲ្យខ្លាចជាងខ្មោចឡងទៅទៀតអំបាញ់មិញមនុស្ស12នាក់ក្នុងក្រុមឡានស៊ុនដាចូលបន្ទប់សង្គ្រោះបន្ទាន់អស់ហើយតាចឹងបានផ្ញើសារជាសម្លេងក្នុងក្រុមថាពួកយើងជាអ្នកដាក់ថ្នាំបំពុលឥឡូវតៃកុងឡានពេញមួយតំបន់នេះឈួតវង្វេងអស់ហើយខ្ញុំមិនបានប្រាប់ឲ្យអញកិនថ្នាំពណ៌ស្វាយនោះឲ្យម៉ត់ហើយលីចូលទេអីមិនបានជាពួកវានៅតែចូលពេទ្យទៀតប្រហែលជាវាមានប្រតិកម្មជាមួយសាច់ស្អុយនោះខ្លាចជាថ្នាំបំពុលហើយបងថ្លៃបងឆាប់គេខ្លួនទៅបងថ្លៃឡានពេទ្យនិងអ្នកដឹកជញ្ជូនកំពុងធ្វើដំណើរមកហើយបើចាប់បានត្រូវជាប់គុក10ឆ្នាំឡើងឯណោះណាស្អីគេអញមិនចង់ជាប់គុកទេវ៉ាងហាវឆាប់ទៅផ្ទះបាយយកសាច់ខ្លាស៊ីយូឆ្នាំ500គីឡូដែលសល់ក្នុងទូទឹកកកយកទៅដុតចោលទាំងអស់ទៅឲ្យតែគ្មានភស្តុតាងប៉ូលីសក៏ធ្វើឲ្យយើងមិនកើតដែរមិនទាន់ទេពួកតៃកុងឡាននឹងឡោមព័ទ្ធផ្ទះបាយបាត់ទៅហើយទៅឥឡូវគឺយកជីវិតទៅចោលហើយចឹងកុំខ្វល់ពីរឿងសាច់នឹងអីទៅទីធ្លាក្រោយបើកឡាន Predo របស់ខ្ញុំទៅទីនោះមានទ្វារចំហៀងលាក់កំបាំងមួយពួកតៃកុងឡានច្បាស់ជាមិនដឹងទេយើងបើកសម្រុកចេញទៅរួចត្រឡប់ទៅស្រុកកំណើតគេខ្លួនសិនទៅបងថ្លៃលឿនឡើងឲ្យតែឡើងដល់ផ្លូវជាតិគឺសុវត្ថិភាពហើយអាពួកក្រីក្រមួយវងនេះនៅចង់មកចាប់អញទៀតប្រធានស៊ុនយប់ប្រលប់មកនេះតើចង់ទៅរកស៊ីមានបានណែណាហ្នឹងតាចាំងកុំមកលុកដៃរឿងនេះអីឆាប់ថយឡានចេញភ្លាមទៅពួកអញទាំងអស់គ្នាប្រយ័ត្នខ្លួនឲ្យមែនទែនទៅស្អែកអញដេញពួកអញចេញទាំងអស់ដេញពួកយើងចេញបងប្អូនក្រុមឡានស៊ុនដាកំពុងតែលៀងក្រពះនៅឡើយអញឲ្យអ្នកទាំងអស់គ្នាហូបសាច់ស្អុយលីថ្នាំពុលអ្នកណាដាក់ថ្នាំពុលនរណាដាក់ថ្នាំពុលហាយកលុយ 20,000 នេះទៅទិញបារីជុកទៅហើយជីអញគិតថាមានលុយស្អុយប៉ុណ្ណឹងអាចទិញជីវិតតៃកុងឡានធំបានមែនទេលោកគ្រូចិនហ៊ានចេញលុយ 30,000 ក៏ថ្លៃពេទ្យសំបីតែភ្នែកក៏មិនព្រិចផងអញសំបីតែមរាមជើងគាត់មួយនិយាយស្រួលបួនមិនស្ដាប់ចង់សាក់មែនទេអញបុកពួកអញឲ្យមកឥឡូវហើយពន្លត់ម៉ាស៊ីនភ្លាមយកដៃអកក្បាលហើយចុះពីលើឡានមកទទួលការត្រួតពិនិត្យរកឃើញសាច់ជ្រូកស្អុយខូចគុណភាពជាង500ជាងហើយនៅលើទៅធ្វើការក៏រកឃើញថ្នាំបញ្ឈប់ការរីករូសដែលកិនបំបែកយ៉ាងច្រើននិងសារធាតុក្រអូបខុសច្បាប់ទៀតផងអញជាប់សង្ស័យពីបទផលិតនិងលក់អាហារមានជាតិពុលសហការជាមួយពួកយើងទៅបន្ទប់ប្រចាំការដើម្បីធ្វើនោះជារបស់បងប្អូនធေါ်ខ្ញុំទេសាច់នឹងវាជាអ្នកទិញថ្នាំក៏វាជាអ្នកដាក់ដែរអញកុំមកភូកអញមិនស្ដាប់តាមអញធ្វើសាហាវជាងខ្ញុំទៀតក្នុងការបូបនេះសុទ្ធតែលុយខុសច្បាប់ឆាប់បោសសម្អាតហើយដុតកំទេចភស្តុតាងចោលភ្លាមទៅយកទៅទាំងអស់ទៅអាប្អូនឈៀងអាសត្វរិឆាន2នាក់នោះត្រូវគេចាប់បានហើយចុះខាងអញយ៉ាងម៉េចដែរបងចេញប្រាប់បងប្អូនយើងផងគ្រូពេទ្យទើបតែចេញមកជាតិពុលត្រូវបានបន្សាបអស់ហើយជីវិតបងប្អូនទាំង12នាក់គឺមានសុវត្ថិភាពហើយប
បាយសុចរិតមួយពេលនេះខ្ញុំរក្សាវ៉ាបានហើយបងមុននេះថៅកែចាំងលក់សាច់នៅផ្សារព្រឹកទូរស័ព្ទមកទាលុយហើយពួកយើងខ្វះខាតលុយស្រាប់ផងដោយសារតែជួសជុលនឹងទិញសម្ភារៈយប់មិញបងចេញលុយឲ្យមន្ទីរពេទ្យ30000ទៀតឥឡូវលុយក្នុងបញ្ជីយើងសំបីតែទិញប្រេងសណ្ដែក2ធុងក៏មិនគ្រប់ផងថៅកែក្រុមឡានដឹកជញ្ជូនសុនដាកំពុងធ្វើដំណើរត្រឡប់មកពីខេត្តផ្សេងវិញលឿនបំផុតតតែថ្ងៃស្អែកទើបគេអាចសង្លុយពួកយើងបានអាហារថ្ងៃត្រង់និងពេលល្ងាចថ្ងៃនេះមិនអាចអាក់ខានបានទេបងប្អូនអ្នកបើកបរត្រូវតែហូបបាយលុយនឹងបានមកពីណាទៅអាជីកអញទេទៅថៅកែវាំងនៅកន្លែងលក់ឡានមួយទៅប្រាប់គាត់ថាឡានសាន់ដាណានៅទីធ្លាផ្ទះចាស់ខ្ញុំនឹងគាត់មិនមែនចង់ទិញរហូតទេអី18000ព្រឹកនេះមកអូសឡានទៅទូទាត់លុយសុបភ្លាមតែម្ដងបងនោះជាឡានតែមួយគត់ដែលបងទុកជាអនុស្សាវរីយ៍បន្ទាប់ពីបងចូលនិវត្តន៍ណាឡានជារបស់ស្លាប់មនុស្សជារបស់រស់យប់មិញសង្គ្រោះបានជីវិតមនុស្ស12នាក់កុំថាឡើយឡានសាន់តាណាកញ្ចាស់មួយគ្រឿងទោះបីជាឲ្យខ្ញុំវីកំតិចការ៉ូថ្មីនេះលក់អេតចាយក៏ខ្ញុំព្រមដែរនៅលើផ្លូវខេត្តខាងក្រៅស្រាប់តែសំឡេងម៉ាស៊ីនឡានយ៉ាងក្រហមឡានហុងឈី9ពណ៌ខ្មៅមួយគ្រឿងបានមកឈប់នៅមុខហាងយ៉ាងស្ងៀមស្ងាត់ទ្វារឡានបើកឡើងបុរសវ័យកណ្ដាលម្នាក់ស្លៀកឈុតធំពណ៌ប្រភេទចាស់មើលទៅថ្លៃថ្នូរបានដើរចុះមកដើរតាមពីក្រោយគាត់គឺជាជំនួយការវ័យក្មេងម្នាក់កាន់កាបូបឯកសារអ្នកទាំងពីរអញ្ជើញពិសាបាយឬថៅកែសុំបាយសាច់ជ្រូកពិសេសប្រចាំហាង2ចានមកស្រុកទឹកឲ្យច្រើនបន្តិចបាទសូមរងចាំបន្តិចសាច់ហាប់ល្អខ្លាញ់តែមិនទ្រលាន់សំខាន់បំផុតនោះគឺមែនហើយញ៉ាំទៅមានអារម្មណ៍ថាកក់ក្ដៅក្នុងក្រពះចុងភៅចេនមិនចម្លែកទេដែលអ្នកបើកបរនៅតំបន់ Logistics សុទ្ធតែនិយាយថាលោកធ្វើម្ហូបប្រកបដោយមន្តសការលោកស្គាល់ខ្ញុំសូមណែនាំខ្លួនបន្តិចខ្ញុំឈ្មោះឈីនធីនមីងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ៊ួយថង Logistics ប្រធានឈីនអញ្ជើញមកដល់ទីនេះតើមានការអ្វីដែរចុងភៅចេនការអន់គំនាបមួយនេះគឺខ្ញុំតំណាងឲ្យក្រុមហ៊ុន ហ៊ួយថងនិងតំណាងឲ្យបងប្អូនអ្នកបើកបរទាំង12នាក់ដែលស្ទើរតែបាត់បង់ជីវិតដោយសារការគ្រប់គ្រងមិនបានល្អរបស់យើងដើម្បីថ្លែងអំណរគុណដល់លោកប្រធានឈីនលោកនិយាយធ្ងន់ពេកហើយខ្ញុំគ្រាន់តែជាចុងភៅកាន់វែកម្នាក់ប៉ុណ្ណោះការជួយសង្គ្រោះមនុស្សគឺជាតួនាទីរបស់ខ្ញុំរឿងកាលពីយប់មិញខ្ញុំបានដឹងរឿងទាំងអស់ហើយស៊ុនហ្វូគុយដើម្បីតែលុយខ្មើខ្វក់ហ៊ានប្រាសាច់ពលបែបហ្នឹងសូម្បីតែបងថ្លៃរបស់គេដែលជាអនុប្រធានតំបន់របស់យើងក៏បានចូលរួមបិទបាំងនិងចែករំលែកផលប្រយោជន៍ដែរចុងភៅចេនលោកកុំបារម្ភអីកាលពីយប់មិញខ្ញុំបានកោះប្រជុំក្រុមប្រឹក្សាភិបាលទាំងយប់អនុប្រធានម្នាក់នោះត្រូវបានបញ្ឈប់ពីការងារទាំងស្រុងហើយក៏បានសហការជាមួយប៉ូលីសដើម្បីស៊ើបអង្កេតផងដែរចំណែកឯស៊ុនហ្វូគុយក្រុមមេធាវីរបស់ក្រុមហ៊ុននិងលោកដៃជោធានាថានឹងឲ្យគេទទួលទណ្ឌកម្មច្បាប់យ៉ាងធ្ងន់ធ្ងរបំផុតចុងភៅចេននៅក្នុងនេះមានលុយសុទ្ធ100,000 យន់ក្នុងនោះ30000គឺជាថ្លៃពេទ្យដែលលោកបានចេញមុខជួយបងកាលពីយប់មិញខ្ញុំតំណាងឲ្យក្រុមហ៊ុនសងត្រឡប់ទៅវិញទ្វេដងឯប្រាក់ដែលនៅសល់គឺជាទឹកចិត្តបន្តិចបន្តួចពីក្រុមហ៊ុនដែលអ្នកបានជួយសង្គ្រោះកេរ្តិ៍ឈ្មោះពួកយើងពីវិបត្តិដ៏ធ្ងន់ធ្ងរស្ដាប់ឲ្យច្បាស់ណាថ្លៃពេទ្យគឺខ្ញុំជាអ្នកចេញឲ្យមុនខ្ញុំត្រូវតែយកមកវិញវាជារឿងត្រឹមត្រូវហើយតែលុយដែលនៅសល់នេះខ្ញុំមិនអាចយកបានទេខ្ញុំជួយគេព្រោះខ្ញុំក៏ធ្លាប់ជាអ្នកបើកឡានធំដែរខ្ញុំដឹងថាបងប្អូនយើងមានជីវិតកំសត់ណាស់មិនមែនដើម្បីចង់បានលុយរង្វាន់ពីក្រុមហ៊ុនអ្នកទេល្អណាស់ចង់ភៅចិនដែលមិនលោភលន់ឡើយចឹងពួកគេនិយាយក្នុងក្រុមថាលោកគឺជាមនុស្សរឹងមាំម្នាក់ថ្ងៃនេះបានជួបតើពិតជាមិនខុសពីគេនិយាយមែនចង់ភៅចិនបើលោកជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់បែបនេះអីចឹងខ្ញុំសូមនិយាយត្រង់តែម្ដងទៅថ្ងៃនេះខ្ញុំមកក្រៅពីសំទោសនិងអរគុណគឺនៅមានរឿងមួយទៀតចង់ពឹងលោកមានការអីនិយាយមកចុះពេលនេះអាហារដ្ឋាននៅក្នុងតំបន់របស់យើងត្រូវបានប៉ូលីសបិទចោលហើយតែបញ្ហាហូបចុកប្រចាំថ្ងៃរបស់តៃកុងឡានដឹកទំនិញជាង5000នាក់បានក្លាយជាបញ្ហាដ៏ធំមួយឆ្លងកាត់រឿងកាលពីយប់មិញតៃកុងឡានទាំងអស់បានបាត់បង់ទំនុកចិត្តទាំងស្រុងមកលើក្រុមហ៊ុនហ៊ួយតុងរបស់យើងទោះបីជាយើងរកក្រុមហ៊ុនម្ហូបអាហារណាមកជំនួសទៀតក៏ពួកគេមិនហ៊ានហូបដែរចុងភៅចិនខ្ញុំចង់អញ្ជើញលោកនាំយកស្លាកយីហោរបស់លោកចូលមកបើកនៅក្នុងតំបន់ពុស្តភាហ៊ួយតុងជាផ្លូវការឲ្យគ្រប់គ្រងអាហារដ្ឋានធំប្រចាំតំបន់នេះតែម្ដងលោកលើកតម្កើងខ្ញុំពេកហើយខ្ញុំគ្រាន់តែជាម្ចាស់ហាងបាយតូចមួយដែលចាប់ផ្ដើមពីតូបតាមផ្លូវប៉ុណ្ណោះធ្វើម្ហូបឲ្យមនុស្សពី300នាក់គឺមិនអីទេតែអាហារដ្ឋានធំសម្រាប់មនុស្ស5000នាក់មនុស្សខ្ញុំប៉ុនមានអ្នកនេះពិតជាធ្វើមិនទាន់ទេណាបុគ្គលិកនិងឧបករណ៍ក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងអស់មិនត្រឹមតែប៉ុណ្ណោះអាហារដ្ឋានធំទំហំ1000ម៉ែត្រការ៉េនៅតំបន់ស្នូលនោះខ្ញុំឲ្យលោកមិនបាច់បង់ថ្លៃឈ្នួល3ឆ្នាំទឹកភ្លើងក៏មិនគិតថ្លៃទាំងអស់ឲ្យតែលោកគ្រូចេនផ្ទាល់នៅទីនោះមើលការខុសត្រូវពួកតៃកុងឡានច្បាស់ជាជឿជាក់លើកេរ្តិ៍ឈ្មោះដ៏ល្អមិនបាច់បង់ថ្លៃឈ្នួល3ឆ្នាំហោះលោកប្រធានលក្ខខណ្ឌដែលលោកឲ្យពិតជាតាក់ទាញមែនប៉ុន្តែខ្ញុំមានលក្ខខណ្ឌដាច់ខាតមួយបើសិនជាលោកយល់ព្រមមិនបានទេអាហារដ្ឋាននេះខ្ញុំសុខចិត្តមិនទទួលទេលោកនិយាយមកឲ្យតែខ្ញុំអាចធ្វើបានខ្ញុំដាច់ខាតមិនប្រកែកឡើយសិតទិញទំនិញក្នុងអាហារដ្ឋានត្រូវតែធ្លាក់មកលើខ្ញុំ100%ទោះបីជាខ្ទឹមសមួយមើមប្រេងមួយដំណក់ក៏ខ្ញុំជាអ្នកសម្រេចដោយផ្ទាល់ដែរបុគ្គលិកគ្រប់គ្រងណាមួយរបស់ក្រុមហ៊ុនរួមទាំងលោកផងដែរដាច់ខាតមិនអាចបញ្ចូលមនុស្សណាម្នាក់មកធ្វើការក្នុងផ្ទះបាយរបស់ខ្ញុំឡើយខ្ញុំខ្លាចពួកស៊ីទឹកតែក្នុងក្រុមហ៊ុនលោកណាស់រំព្រៀងតាមនឹងចោះបានរណាហ៊ានលោកដៃចូលផ្ទះបាយរបស់លោកខ្ញុំឈីនធីមីងនឹងដេញវាចេញមុនគេឡានដឹកទំនិញក្លាសេបានបើកចូលទៅក្នុងផ្សារបោះដុំឡុងតេងដែលមានមនុស្សអ៊ូអរនិងមានមនុស្សគ្រប់ប្រភេទនៅផ្នែកជ្រៅបំផុតនៃផ្សារខ្ញុំបានរកឃើញហាងលក់សាច់ស្រស់ដាហ្វូហៅដែលមានទំហំធំជាងគេថៅកែឈិនមួយធំតែនឹងសាច់មានគ្រប់គ្រាន់តែម្ដងសាច់3ជាន់និងឆ្អឹងជំនីតម្លៃទីផ្សារមួយចិន13ខ្ញុំគិតថៅកែត្រឹមតែ11យន់ចុះប៉ុន្តែណានៅកន្លែងខ្ញុំនេះមានច្បាប់មួយច្បាប់អីទៅ
អ្នកដែលមកយកអីវ៉ាន់ធំពីខ្ញុំគឺត្រូវតែទិញលក់បែបគូបគ្នារាល់ពេលដែលខ្ញុំរៀបចំសាច់ល្អ1000ចិនឲ្យថៅកែក្នុងនោះត្រូវតែមានភ្ជាប់មកជាមួយនៅសាច់ក៏ពិសេស200ចិនដែលពួកយើងបានកែច្នៃរួចចំណែកឯតម្លៃវិញខ្ញុំគិតត្រឹមតែ2យ៉នក្នុង1ចិនប៉ុណ្ណោះនេះជារបស់ល្អដែលអាចជួយឲ្យថៅកែចំណេញបានរាប់ពាន់យ៉នបន្ថែមទៀតជារៀងរាល់ថ្ងៃណាស៊ុនហ្វូគុយដួលរំហើយប៉ុន្តែនៅជ្រៅក្នុងខ្សែសង្វាក់គុតគង់ដែលមើលមិនឃើញនេះនៅមានបណ្ដាញផលប្រយោជន៍ដែលធំជាងនិងខ្មៅងឹតជាងស៊ុនហ្វូគុយកំពុងតែរងចាំខ្ញុំទៀតថៅកែឈិននេះគឺជាគន្លឹះធ្វើមានធ្វើបានក្នុងតម្លៃ2យ៉នក្នុង1ចិនណាអ្នកផ្សេងអង្វរខ្ញុំក៏ខ្ញុំមិនលក់ឲ្យដែរបងប៊ីវខ្ញុំរកស៊ីខាងភោជនីយដ្ឋានមិនមែនអ្នករើសសាកសពទេសាច់កោពិសេសដែលបងនិយាយនឹងគឺជាសាច់កោប្រឡាក់ឈាមដែលកាត់ក្រពេញទឹករងៃមិនស្អាតមែនទេថៅកែឈិនពិតជាអ្នកជំនាញមែនឈ្មោះអីមិនសំខាន់ទេសំខាន់គឺវាថោកយកទៅកិនក្នុងម៉ាស៊ីនកិនសាច់ទៅដាក់ប្រេងនិងទេសឲ្យច្រើនធ្វើជាកន្ត្រប់សាច់ចិញ្ច្រាំឬទៅហ៊ូម៉ាផូតើអ្នកណាអាចញ៉ាំដឹងទៅនេះជាច្បាប់ទីផ្សារយកឲ្យដល់ធំត្រូវតែគូបគងបែបនេះហើយដើម្បីឲ្យគ្រប់គ្នាមានបានទាំងអស់គ្នាតើរកលុយបែបកាត់ពូជកាត់អំបូរបែបនេះខ្ញុំខ្លាចខ្មោចមកគូសទ្វារកណ្ដាលយប់ណាស់បងប៊ីវខ្ញុំនិយាយត្រង់ចុះខ្ញុំមានកូនចៅ5000នាក់រងចាំហូបបាយពួកគេធ្វើការងារដែលលំបាកនិងនឿយហត់បំផុតខ្ញុំមិនរំពឹងថានឹងឲ្យពួកគេហូបម្ហូបឆ្ងាញ់ក៏មកទេតែយ៉ាងហោចណាស់ក៏ត្រូវតែស្អាតបាតដែរសាច់កូនកណ្ដុរដែលញ៉ាំទៅកើតមហារីកនិងពលបែបនោះសំបីតែមួយខាំក៏ខ្ញុំមិនយកដែរថៅកែឈិនខឹងមិនធម្មតាទេតើខ្ញុំប៊ីវសេរកស៊ីនៅទីផ្សារនេះជាង10ឆ្នាំហើយច្បាប់ដែលខ្ញុំបង្កើតមកមិនទាន់មានអ្នកណាហ៊ានបំពានទេលោកចង់បានសាច់ល្អស្អាតសុទ្ធមែនទេបានតើ13យ៉ន1ចិនមិនចុះថ្លៃសំបី1សេនហើយខ្ញុំក៏មិនធានាដែរថ្ងៃស្អែកនៅមានអីវ៉ាន់ទៀតអត់អូខេ13ក៏13ថ្ងៃនេះដាក់សាច់ស្មានិងសាច់3ជាន់2000ចិញ្ចៀងឲ្យខ្ញុំសិនមកទូទាត់លុយសុទ្ធតែម្ដងចិនផ្លូវដើរទូលីគឺជាទ្រពតែបើដើរផ្លូវចង្អៀតប្រយ័ត្នដួលណាខ្ញុំចាំមើលថាលោកឯងអាចធ្វើរកខ្ពស់បានដល់ពេលណាសាច់ទាំងអស់ត្រូវតែលាងទឹកឲ្យស្អាត3ដងដាច់ខាតមិនឲ្យប្រាំម្សៅបន្ទន់សាច់ទេត្រូវពឹងលើកម្ដៅភ្លើងដើម្បីរំងាស់ធ្វើឲ្យលឿនឡើងប្អូនចិនទីបំផុតរងចាំដល់អាហារដ្ឋានធំរបស់ឯងបើកដំណើរការហើយយកសាច់មួយចានមកហើយថែមឆ្អឹងជំនីជ្រូកមួយទៀតមកបងភ្លក់សាច់ស្រស់ថ្ងៃនេះមើលឈ្ងុយណាស់សាច់នេះញ៉ាំទៅគឺរសជាតិដើមតែម្ដងពួកឯងមើលផ្ទះបាយនេះមើលសុទ្ធតែកញ្ចក់ថ្លាទាំងអស់ជូតឥតស្អាតជាងក្បាលឡានខ្ញុំទៀតចំណាយ15រៀលនេះពិតជាសមតម្លៃមែនបងថ្ងៃនេះទោះបីជាយើងលក់បានជាង5000ចានចំណូលជិត80000ក៏ពិតមែនប៉ុន្តែដោយសារបងប៊ីវមិនបានឲ្យតម្លៃបោះដុំយើងគឺគិតតាមតម្លៃរៀល13រៀលទាំងអស់ទូទាត់ថ្លៃពលកម្មនិងបន្លែហើយប្រាក់ចំណេញសុទ្ធរបស់យើងមួយថ្ងៃមិនដល់3000រៀលផងនេះសំណាងហើយដែលក្រុមហ៊ុនមិនគិតថ្លៃឈ្នួលផ្ទះនិងទឹកភ្លើងនោះស្ថានភាព3000ក៏3000ទៅធ្វើសន្សឹមទៅឲ្យតែគេឈ្មោះយើងនៅល្អលុយរកមិនខ្វះទេណាបងប៊ីវយកសាច់ស្មានិងសាច់3ជាន់2000ចិនដូចដើមមកអូយថៅកែឈិនឲ្យចៃដន្យឲ្យថ្ងៃនេះអស់ហេវ៉ាន់ហើយយប់មិញទើបតែទទួលមួយធំមកពីខេត្តផ្សេងសាច់ល្អត្រូវគេមកអស់ហើយសល់តែសាច់កូនកណ្ដុរនិងឆ្អឹងចោលប៉ុន្មាន100ចិននៅបាតទូទឹកក៏ទេយកអត់មានសល់បន្តិចសោះហ្មងខាងខ្ញុំមានមនុស្ស5000នាក់កំពុងរងចាំហូបបាយណាអត់មានទេថៅកែឈិនខ្ញុំធ្លាប់ប្រាប់លោកតាំងពីយូរហើយនៅក្នុងផ្សារមួយនេះច្បាប់ទម្លាប់គឺខ្ញុំជាអ្នកកំណត់លោកឯងមិនមែនធ្វើខ្លួនខ្ពង់ខ្ពស់ទេអីលោកឯងមិនមែនបដិសេធការងារធំរបស់ខ្ញុំទេអីបើចឹងលោកឯងសាកទៅសួរហាងផ្សេងមើលថាតើមានអ្នកណាហ៊ានលក់សាច់ល្អសំបីតែមួយខាំឲ្យលោកឯងអត់ថៅកែឡៃយកសាច់3ជាន់500ចិនមកសុំទោសផងណាចុងភៅឈិនអេវ៉ាន់ទើបតែត្រូវគេមកអស់ហើយថៅកែយ៉ាងហាងលោកទើបតែទម្លាក់អេវ៉ាន់ពីឡានសោះមិនបាច់ខ្ញុំសុំលើកទូរស័ព្ទសិនប្អូនឈិនកុំធ្វើឲ្យខ្ញុំពិបាកអីបងប៊ីវបានប្រាប់ហើយបាននរណាហ៊ានគត់គង់សាច់ឲ្យឯងថ្ងៃក្រោយកុំសង្ឃឹមថានឹងអាចរកស៊ីក្នុងទីផ្សារនេះបានទៀតបងឥឡូវគិតមិនទៅ3ម៉ោងទៀតអាហារដ្ឋានត្រូវបើកឲ្យគេហូបបាយហើយណាបើអត់មានសាច់ទេតើយើងបានអីយកទៅឲ្យបងប្អូនតៃកុងឡាន5000នាក់នោះហូបទៅលោកអគ្គនាយកខេនទើបតែប្រគល់អាហារដ្ឋានឲ្យយើងបើថ្ងៃដំបូងយើងធ្វើឲ្យខូចការនោះគេឈ្មោះយើងច្បាស់ជារលីមិនខានបងឬមួយក៏ថ្ងៃនេះយើងផ្អាកលក់មួយថ្ងៃសិនទៅមិនបានទេការងារដឹកជញ្ជូននៅទីនេះគឺផ្លាស់វេនគ្នាបើផ្អាកមួយថ្ងៃតៃកុងឡានដែលរត់ជាប់គ្នាច្រើនអ្នកនឹងត្រូវអត់បាយឡើងផ្លូវលបឿនលឿនធ្វើបែបនេះវាគ្រោះថ្នាក់ខ្លាំងណាស់អាយ៉ែនឡើងឡានយើងលែងទៅផ្សារហើយបើមិនទៅផ្សារតើទៅណាវិញទៅស្រុកស្រែរកអ្នកជំនាញលោកតាហួងនេះមិនមែនជាជាងឆែនដែលពីមុនឧស្សាហ៍ជិះកាត់សុំទឹកផឹកទេមិនក៏ឯងបើកឡានខ្លះសេសាច់ធំម្លេះមកទីនេះលោកតាហួងឥឡូវនៅក្នុងភូមិមានជ្រូកធាត់អាចចាប់លក់បានប៉ុន្មានក្បាលដែរខ្ញុំមកទាំងអស់ខ្ញុំទិញក្នុងតម្លៃខ្ពស់បំផុតលើទីផ្សារមកទាំងអស់មកលោកចេនលោកមិនមែនកំពុងតែលេងសើចជាមួយពូហ៊ឺទេដឹងដោយសារតែភ្លៀងធ្លាក់ខ្លាំងបិទផ្លូវមួយរយៈមុននេះជ្រូកធាត់ជាង100ក្បាលនៅក្នុងភូមិលក់អត់ចេញទេមើលទៅចិត្តតែស្រកគីឡូអស់ហើយខ្ញុំយកឥឡូវនេះថ្លឹងភ្លាមទូទាត់លុយឲ្យភ្លាមតែដាច់ខាតត្រូវតែមានលិខិតបញ្ជាក់ពីពេទ្យសត្វណាមានបោះត្រាពីពេទ្យសត្វត្រឹមត្រូវនឹងណាអ្នកទាំងអស់គ្នាឆាប់មកទីនេះមកទេវតាទ្របមកទិញជ្រូកយើងហើយ
សាច់មកដល់ហើយឆាប់ដាក់ចូលឆ្នាំងភ្លាមទៅអ្នកទាំងអស់គ្នាកំពុងតែឃ្លានហើយប្អូនចេនសាច់ថ្ងៃនេះដូចជាប្លែកមិនដឹងទេណាស្បែកវាផុយឆ្ងាញ់ម្លេះក្លិនឈ្ងុយនេះឈ្ងុយជាងសាច់ដែលខ្ញុំធ្លាប់ញ៉ាំកាលពីក្មេងពេលចូលឆ្នាំទៅទៀតបងចាងនេះគឺជាសាច់ជ្រូកស្រុកពិតណាថ្ងៃនេះដោយសារតែយកអីវ៉ាន់មកយឺតបន្តិចសូមអ្នកទាំងអស់គ្នាអធ្យាស្រ័យផងតែខ្ញុំចេនអានសូមធានាថាឲ្យតែខ្ញុំនៅធ្វើការទីនេះខ្ញុំដាច់ខាតមិនឲ្យសាច់ស្អុយរលួយមួយដុំណាចូលមកក្នុងអាហារដ្ឋាននេះបានឡើយឆាលថាថ្ងៃនេះឯងចុះទៅទិញជ្រូកដល់ស្រុកស្រែក៏បានតើគ្រាន់បើដែរតែឯងអាចរត់បានមួយថ្ងៃចុះអាចរត់បានមួយខែអត់ប្រាប់ឯងតាមត្រង់ចុះកន្លែងសត្វឃាតនៅតាមស្រុកស្រែក្នុងក្រុងជិតខាងទាំង3ហ្នឹងខ្ញុំបានប្រាប់គេអស់ហើយចាប់ពីថ្ងៃស្អែកទៅគេនឹងមិនលក់ជ្រូកឲ្យឯងសំបីតែមួយក្បាលកាត់ផ្លូវរកស៊ីគេដូចសម្រាប់ឪពុកម្ដាយគេអញ្ចឹងថ្ងៃនេះឯងហ៊ានបំផ្លាញច្បាប់របស់ខ្ញុំថ្ងៃស្អែកខ្ញុំធានាថាអាហារដ្ឋានរបស់ឯងសំបីតែស្ពៃបូកគោមួយតងក៏មិនអាចដឹកចូលបានដែរបងឥឡូវមិនត្រឹមតែសាច់ទេសំបីតែពូលីវអ្នកដឹកបន្លែក៏ទើបតែទេមកដែរគាត់ថាបងបៀវបានប្រកាសហើយអ្នកណាហ៊ានដឹកអីវ៉ាន់មកអាហារដ្ឋានយើងគេនឹងវាកំទេចឡានអ្នកនោះបាយថ្ងៃស្អែកយើងពិតជាធ្វើលេងចេញហើយបងឆេងតាហ្វីមិនក៏ពួកបងមិនចេញឡានទៅបងឆេងពួកយើងបានឬហើយអាថោកទៀបឈ្មោះបៀវនឹងវាចង់ច្របាច់ក៏បងមិនឲ្យបងទិញបន្លែទិញសាច់មែនអត់មែនហើយវាមានអំណាចធំណាស់ខាងកសិផលក្នុងតំបន់នេះខ្ញុំបានទៅប៉ះពាល់វាថ្ងៃស្អែកអាហារដ្ឋានយើងប្រហែលជាត្រូវដាច់បាយមែនទាំងហើយរឿងសាច់នឹងបងប្អូនប្រហែលជាត្រូវឲ្យអ្នកទាំងអស់គ្នាអត់បាយហើយមើលទៅបងចិនឯងនិយាយឈួតឡប់ស្អីហ្នឹងឯងដើម្បីកុំឲ្យពួកយើងស៊ីសាច់ឡាមហ្វាសុកចិត្តទៅប្រឆាំងជាមួយពួកម៉ាហ្វីយ៉ាប្រចាំតំបន់បើឯងព្រមចុះចាញ់នោះជាកម្មរបស់ពួកយើងហើយតែឯងគិតថាបងប្អូនអ្នកបើកឡានធំដូចពួកយើងនេះចេះតែស៊ីបាយទំនេរមែនទេបងឆឹងរឿងនេះអត់ពាក់ព័ន្ធជាមួយពួកបងទេកុំលូកដៃអីពួកនឹងកាច់ណាស់ណាកាច់ណាស់មែនទេលោកគ្រូចិនឯងប្រហែលជាភ្លេចហើយថាអ្នកបើកឡានធំដូចពួកយើងធ្វើការអីពួកយើងគ្មានជំនាញអីផ្សេងទេគឺមានតែជើងវែងរត់បានឆ្ងាយនឹងឯងអាប៊ីវវាអាចគ្រប់គ្រងទីផ្សារក្នុងក្រុងនេះបានចុះវាអាចគ្រប់គ្រងទីផ្សារពេញមួយខេត្តពេញមួយប្រទេសបានដែរឬអត់បងប្អូនខ្ញុំគឺឡាវចឹងលោកគ្រូចិននៅតំបន់ហុយថងយើងដើម្បីឲ្យពួកយើងបានហូបសាច់ស្អាតត្រូវពួកឈ្មួញបោះដុំចិត្តខ្មៅនៅទីនេះកាប់ផ្ដាច់ស្បៀងបាត់ហើយពួកតេរឆាននឹងបង្ខំឲ្យលោកគ្រូចិនទិញសាច់មានជីពលតែលោកគ្រូចិនមិនព្រមតើជីវិតពួកយើងបាននរណាជួយសង្គ្រោះក្រពះពួកយើងបាននរណាចិញ្ចឹមថ្ងៃនេះបាននរណានៅសឡានទេរត់នៅខេត្តក្រៅប្រាប់អញមួយម៉ាត់មកអាប៊ីវវាមិនឲ្យចូលក្រុងពួកយើងទៅដឹកពីខេត្តក្រៅដោយខ្លួនឯងខ្ញុំទើបតែទម្លាក់អីវ៉ាន់នៅសានតុងរួចខាងខ្ញុំនេះមានបន្លែប្រាប់មកលោកគ្រូឆេនត្រូវការបន្លែអីខ្ញុំនឹងដឹកស្បៃបូកគោមួយឡានទៅវិញថ្លៃដឹកខ្ញុំចេញខ្លួនឯងខ្ញុំនៅម៉ុងហ្គូលីក្នុងសាច់គោនិងសាច់ជៀមនៅទីនេះគឺលេខ1ក្នុងលោកខ្ញុំទៅកន្លែងសត្វឃាតដើម្បីលើកដាក់ឡានឥឡូវនេះហើយខ្ញុំនៅហឺប៉ៃខ្ញុំនឹងដឹកដំឡូងនិងខ្ទឹមបារាំងមួយឡានទៅវិញបងឆេនយប់នោះបើមិនបានបងទេក្រុមឡានយើងទាំង10នាក់ជាងនេះប្រហែលជាចូលកត់បាត់ទៅហើយថ្ងៃនេះពួកយើងដាច់ខាតត្រូវតែជួយបងឲ្យបានប្អូនឆេនឯងសរសេរបញ្ជីបន្លែនិងសាច់ដែលត្រូវការមករួចផ្ញើចូលក្នុងគ្រប់មកទុកការងារដែលសល់ឲ្យពួកយើងចាត់ការចុះបានទេបងមានរឿងមិនស្រួលហើយភ័យស្លន់ស្លោអីមេឃធ្លាក់មែនមិនមែនមេឃធ្លាក់ទេគឺនៅខាងសួនភស្តុភារហួយតុងបងទៅមើលខ្លួនឯងទៅនេះវាស្អីគេហ្នឹងពួកវាបានទំនិញច្រើនយ៉ាងនេះមកពីណាឆាប់និយាយបងចៅខ្ញុំបានស៊ើបសួរហើយគឺអាឈិនអានឹងវាបានសហការជាមួយតៃកុងឡានដឹកទំនិញផ្លូវឆ្ងាយរាប់រយនាក់នៅក្នុងសួនភស្តុភារតៃកុងឡានទាំងនេះក្រោយពីទម្លាក់ទំនិញនៅខេត្តផ្សេងរួចពួកគេក៏ឆ្លងកាត់ផ្សារកសិកម្មនៅទីនោះរួចដឹកបន្លែនិងសាច់ផ្ទាល់ពីកន្លែងដើមតែម្ដងពួកយើងទប់ស្កាត់ពួកគេអត់ជាប់ទេណាល្អណាស់អាឈិនអានអញគិតថាពឹងផ្អែកលើពួកតៃកុងឡានចង្រៃទាំងនេះអាចគេចផុតមែនទេអញចាំមើលចុះចាំមើលថ្ងៃស្អែកពេលដែលនាយកដ្ឋានត្រួតពិនិត្យចំណីអាហារនឹងអស់ចុះទៅឆែកឆេរឯងតើឯងនៅអាចសាច់ចេញទៀតឬអត់បងសាច់គោម៉ុងហ្គូលីក្នុងនេះពិតជាអស្ចារ្យមែនគ្រាន់តែរងាស់បន្តិចសាយក្លិនឈ្ងុយពេញបន្ទប់តែម្ដងបងឆាប់មើលទៅមិនបានជាខាងក្រៅមានមនុស្សពីឯកសណ្ឋានមកច្រើនម្លេះសម្មិត្តមន្ត្រីប្រធានលីគឺអាហារដ្ឋានធំមួយនេះហើយខ្ញុំសូមរាយការណ៍ដោយបញ្ចេញឈ្មោះពិតពួកគេដើម្បីសន្សំលុយសម្រាប់មនុស្ស 5000 នាក់រាល់ថ្ងៃសាច់ដែលយកមកធ្វើម្ហូបនឹងសុទ្ធតែជាសាច់ស្អុយរលួយគ្មានប្រភពច្បាស់លាស់ទាំងអស់ស៊ូកុំភ័យអីភ្លើងមិនអាចដាច់ទេបន្តឆាំហូបទៀតទៅលោកគឺចេនអានជាអ្នកគ្រប់គ្រងអាហារដ្ឋានមែនទេយើងទទួលបានសេចក្តីរាយការណ៍មកថាម្សិលមិញពួកលោកបានលួចដឹកសាច់មួយគំនរធំឆ្លងខេត្តចូលមកសូមបង្ហាញលិខិតបញ្ជាអនាម័យមកបើមិនអញ្ចឹងទេត្រូវបិទទ្វារភ្លាមលោកប្រធានខ្ញុំរងអយុត្តិធម៌ណាស់នោះសុទ្ធតែជាសាច់ល្អដែលបងប្អូនរត់ឡានផ្លូវឆ្ងាយរបស់យើងដឹកចេញពីកន្លែងសត្វឃាតត្រឹមត្រូវតើ
ឡានដឹកទំនិញធំដឹកមកតាមផ្លូវឯទូឡានវិញទាំងមកខ្វក់ទាំងស្អុយក្តៅស្អុះស្អាប់យ៉ាងនេះតើសាច់ដែលដឹកមកនឹងនៅស៊ីការទៀតអត់ថៅកែចេងតែកងឡាន5000នាក់ស៊ីសម្រាមអស់នេះបើមានមនុស្សស្លាប់តើលោកឯងទទួលខុសត្រូវរួចទេហ្វាជៀនយកឯកសារពណ៌ខៀវធំនៅក្រោមបញ្ជោនោះមកទីនេះមកចាស់បងលោកប្រធានសូមលោកមើលចុះនេះគឺជាច្បាប់ដើមនៃលិខិតបញ្ជាអាណាម័យសត្វដែលចេញដោយមន្ទីររាជកម្មម៉ុងហ្គូលីក្នុងសាច់គោរាល់ចំណែកសុទ្ធតែមានបោះត្រារ៉ូឡូសម្គាល់យកមួយសន្លឹកឲ្យច្បាស់មកលេខកូដទំនិញត្រូវគ្នាបញ្ជាក់ថាវាជារបស់ពិតប្រាកដនេះវាមិនអាចទៅរួចទេបើកភ្នែកឲ្យធំហើយមើលឲ្យច្បាស់ទៅនេះជាកំណត់ត្រាត្រួតពិនិត្យសីតុណ្ហភាព24ម៉ោងនៃឡានដឹកទំនិញក្លាសេហើយក៏មានរបាយការណ៍បញ្ជាក់គុណភាពបន្លែដែលចេញដោយក្រុងសូខ្វាងខេត្តសានតុងដែលមនុស្សដូចឈិនអានធ្វើការមិនដែលបន្សល់ទុកចន្លោះប្រហោងឡើយអ្នកប្តឹងឲ្យតើអញមានពាក្យអ្វីត្រូវនិយាយទៀតទេអ្វីដែលអញហៅថាសាច់ស្អុយនោះតាមពិតគ្រាន់តែជាការប្រឌិតរឿងចោទប្រកាន់ទាំងបំពេញតែប៉ុណ្ណោះយល់ច្រឡំទេគឺយល់ច្រឡំទាំងអស់ខ្ញុំសុំទៅមុនសិនហើយឈប់សិនប្តឹងខុសមិនបាច់ជាប់គុកទេតែការបង្ខំទិញបង្ខំលក់និងលក់សាច់ពោល08នោះបទល្មើសនេះល្មមឲ្យអញដេកគុកបានហើយមកយកអីវ៉ាន់ពីខ្ញុំត្រូវតែថែមសាច់ក្បាលស្មៅពិសេស200ជានយកទៅកិនក្នុងម៉ាស៊ីនកិនសាច់ដាក់ប្រេងនឹងទេសឲ្យច្រើនអ្នកណាដកខ្លួនចេញមកភ្លាមលេងខ្ញុំជាមនុស្សរបស់សភាពាណិជ្ជកម្មឡុងតេងទៅកាន់ស្តង់ដាហ្វូហាភ្លាមត្រូវបិទឃ្លាំងត្រជាក់ក្រោមដីឲ្យជិតឈឹងហើយផ្ដោតសំខាន់លើការត្រួតពិនិត្យសាច់ជ្រូកមានជំងឺថាកែជីនសួស្ដីពេលថ្ងៃត្រង់តាមមានកោលោកជេនខ្ញុំសូមអង្វរលោកតើលោកអាចមកមន្ទីរពេទ្យឯកជនជីនស៊ីវិលនេះបានទេកូនស្រីតូរបស់ខ្ញុំនាងចិត្តមិនរស់ហើយថៅកែឈីនតើមានរឿងអីឲ្យប្រកាសទៅកូនស្រីថៅកែឈឺធ្ងន់ថៅកែគួរតែអញ្ជើញអ្នកជំនាញពេទ្យកម្ពុជាក្នុងស្រុកឬក្រៅស្រុកមកទូរស័ព្ទមកចុងភើសើឆ្នាំងធំដូចជាខ្ញុំតើអាចជួយអីបានទៅអ្នកជំនាញអីទៅអ្នកជំនាញកម្ពុជាទាំងក្នុងនិងក្រៅស្រុកដែលខ្ញុំអាចអញ្ជើញបានកន្លះឆ្នាំមកនេះខ្ញុំអាការៈជំងឺប្រែប្រួលហើយគ្រូពេទ្យអាចព្យាបាលជំងឺផ្លូវកាយបានតែពួកគេមិនអាចព្យាបាលជំងឺផ្លូវចិត្តកូនស្រីខ្ញុំបានទេណាលោកអគ្គនាយកឈីនតើលោកនេះគឺលោកអគ្គនាយកលីននេះគឺលោកគ្រូចុងភៅឈិនដែលខ្ញុំបានអញ្ជើញមកខ្ញុំសង្ឃឹមថាអាចឲ្យគាត់ធ្វើម្ហូបមួយពេលសម្រាប់ស៊ីអ៊ឺផ្ដេសផ្ដាសមែនលោកអគ្គនាយកឈីនឥឡូវនេះកញ្ញាស៊ីអ៊ឺកំពុងកើតជំងឺដុំអាហារដោយសារបញ្ហាផ្លូវចិត្តកម្រិតធ្ងន់ធ្ងរបំផុតនាងមិនបានញ៉ាំអាហាររឹងសោះរយៈពេល5ខែពេញមកហើយខាងមន្ទីរពេទ្យយើងបានអញ្ជើញចុងភៅលំដាប់កាយ3 Michelin 3នាក់មកធ្វើអាហាររាវឲ្យនាងគ្រាន់តែធំក្លិនភ្លាមនាងនឹងក្អួតចង្អោរយ៉ាងខ្លាំងភ្លាមឥឡូវលោកចេះតែទៅរកចុងភៅតាមចិញ្ចើមផ្លូវពីខាងក្រៅមកចុះបើឆ្លងមេរោគតើនរណាជាអ្នកទទួលខុសត្រូវលោកអគ្គនាយកឈីនអ្វីដែលលោកអគ្គនាយកលីននិយាយគឺមានហេតុផលជំងឺដុំអាហារគឺជាជំងឺផ្លូវចិត្តម្ហូបដែលខ្ញុំធ្វើទោះបីជាស្អាតបាតតែវាក៏គ្រាន់តែជាម្ហូបធម្មតាខ្លាចតែខ្ញុំពិតជាមិនអាចទេលោកគ្រូឈិនលោកស្ដាប់ខ្ញុំសិនថ្ងៃនោះពេលខ្ញុំញ៉ាំបាយសាច់ជ្រូកនៅហាងលោកពេលញ៉ាំចូលទៅក្នុងក្រពះមានអារម្មណ៍កក់ក្ដៅក្នុងចិត្តរឹតតែមានអារម្មណ៍ស្ងប់ឥឡូវនេះសៀអ៊ឺគិតថាអាហារទាំងអស់សុទ្ធតែត្រជាក់ស្រេបដូចជាផ្លាស្ទិកអញ្ចឹងលោកគ្រូឈិនខ្ញុំអង្វរលោកសូមប្រើទឹកចិត្តដ៏ស្មោះត្រង់និងភាពកក់ក្ដៅក្នុងការធ្វើម្ហូបរបស់លោកជួយដាស់ក្រពះរបស់នាងឲ្យខ្ញុំផងទុកក្តីសង្ឃឹមបន្តិចទៅទោះបីជាគ្រាន់តែឲ្យនាងលេបទឹកស៊ុបមួយម៉ាត់នេះក៏ដោយចាស់លោកអគ្គនាយកឈីនខ្ញុំនឹងសាកល្បងមើលប្រធានលីនការបញ្ចូលសេរ៉ូមពិតជាអាចជួយបន្តជីវិតបានមែនតែវាមិនអាចរក្សាព្រលឹងមនុស្សបានទេក្នុងពេលដែលវិធីសាស្ត្រពេទ្យនិងចុងភៅចំណានទាំងអស់សុទ្ធតែអស់ប្រសិទ្ធភាពទៅហើយហេតុអ្វីមិនឲ្យខ្ញុំសាកល្បងមើលទៅពិតជាមិនសមហេតុផលសោះបានបើលោកអគ្គនាយកឈីននៅតែទូចខ្ញុំក៏មិនខាត់ទៀតដែរប៉ុន្តែបើសិនជាអ្នកជំងឺមានប្រតិកម្មខ្លាំងរហូតដល់សន្លប់យើងត្រូវតែបញ្ចូលទូយកក្រពះជាបន្ទាន់លោកអគ្គនាយកឈីនការធ្វើម្ហូបគឺដូចជាការផ្សំថ្នាំអញ្ចឹងត្រូវនឹងរោគសញ្ញានៅក្នុងអនុហ្វុងជារបស់កញ្ញាស៊ីអ៊ឺគឺប្រឆាំងនឹងអាហារពេលនេះបំផុតនោះមានន័យថាក្នុងចិត្តនាងមានអាហារមួយពេលដែលនាងប្រាថ្នាចង់ញ៉ាំបំផុតលោកសាក់គិតឲ្យបានហ្មត់ចត់បន្តិចមើលកាលកញ្ញាស៊ីអ៊ឺនៅក្មេងឬក៏នៅពេលដែលគ្រួសារលោកមិនទាន់មានបានហើយលំបាកបំផុតនោះតើនាងចូលចិត្តញ៉ាំអ្វីជាងគេតើមានអាហារអ្វីដែលលាក់ទុកនៅការចងចាំដ៏ជ្រាលជ្រៅបំផុតរបស់នាងដែរឬទេមានអាហារមួយពេលកាលពី20ឆ្នាំមុនពេលនោះខ្ញុំគ្រាន់តែជាកំឡោះក្រីក្រម្នាក់ដែលធាក់កង់3ដឹកអីវ៉ាន់គ្រប់កន្លែងរដូវរងាឆ្នាំនោះរងាខ្លាំងណាស់នៅផ្ទះសំបីតែលុយទិញអង្ករទិញសាច់ក៏គ្មានដែរស៊ីអ៊ឺឃ្លានរហូតដល់យមម៉ាក់របស់នាងក៏ចូលផ្ទះបាយយកម្សៅមីកន្លះចានដែលនៅសល់ក្នុងផ្ទះទៅផ្ទះអ្នកជិតខាងខ្ចីស្លឹកខ្ទឹមធំពីរដើមយកគល់វាហាន់ឲ្យល្អិតរួចបំពងឲ្យឡើងពណ៌លឿងក្រៀមហើយសូជាស៊ុបដុំម្សៅស្លឹកខ្ទឹមបំពងមួយឆ្នាំងពេលនោះស៊ីអ៊ឺញ៉ាំអស់3ចានគុំធំទាំងខ្ញុំប្រាប់ថានោះជាអាហារដែលឆ្ងាញ់ជាងគេនៅលើលោកប៉ុន្តែក្រោយមកពេលស៊ីអ៊ឺអាយុ10ឆ្នាំម៉ាក់របស់នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ចាប់ពីពេលនោះមកទោះបីជាស៊ីអ៊ឺបានញ៉ាំម្ហូបឆ្ងាញ់ថ្លៃយ៉ាងណាក៏ដោយក៏នាងមិនដែលបង្ហាញស្នាមញញឹមដូចពេលញ៉ាំស៊ុបមួយចាននោះទៀតដែរប្រធានលីនរំខានសុំខ្ចីផ្ទះបាយអាហារូបត្ថម្ភពិសេសរបស់មន្ទីរពេទ្យលោកបន្តិច
ស៊ុបដុំម្សៅមានជាតិកាបូអ៊ីដ្រាតខ្ពស់តែជីវជាតិទាបអាហារដែលក្រូតក្រៀតបែបនេះតើអាចស័ក្តិសមនឹងអ្នកជំងឺដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរយ៉ាងម៉េចទៅក្រពះពោះវៀនដ៏ខ្សោយរបស់គាត់មិនអាចរំលាយវាបានតតែសោះប្រធានលីនពេលដែលមនុស្សម្នាក់ជិតស្លាប់ដោយសារការអត់ឃ្លានលោកឲ្យគាត់ញ៉ាំយិនសិនឬស្នែងក្តានគាត់រំលាយមិនបានទេប៉ុន្តែបើលោកឲ្យគាត់នៅអ្វីដែលគាត់នឹករលឹកគាត់នឹងអាចរស់ឡើងវិញបានលោកគ្រូឆិនត្រូវការឲ្យខ្ញុំជួយទេមិនបាច់ទេលោកមើលពីខាងក្រៅទៅបានហើយឈ្ងុយណាស់គឺរសជាតិមួយនេះឯងដូចបេះបិទតែម្ដងដឹងខ្លួនហើយតោះទៅស៊ីអឺកូនដឹងខ្លួនហើយមែនទេដឹងខ្លួនមែនតែអ្នកជំងឺគ្រាន់តែភ្ញាក់ដោយសារក្លិនឈ្ងុយប៉ុណ្ណោះវាមិនមែនមានន័យថានាងអាចញ៉ាំវាបាននោះទេខ្ញុំនឹងទៅយកចានទឹកបញ្ចុះកម្ដៅមកឥឡូវនេះប្រសិនបើនាងមានអាការអត់មួក្រពះត្រូវតែសង្គ្រោះបន្ទាន់ភ្លាមដឹងខ្លួនហើយដកដង្ហើមឲ្យវែងទៅកុំចម្លងក្តីបារម្ភរបស់អ្នកទៅនាងអីប្រើស្លាបព្រាតូចបញ្ចុកតែទឹកស៊ុបបន្តិចនៅខាងលើបានហើយកុំឲ្យជាប់ដុំម្សៅឲ្យសោះយឺតបញ្ចុកដល់មាត់របស់នាងទៅស៊ីអឺកូនសម្លាញ់ប៉ានៅទីនេះហើយកូនសាក់ហិតមើលតើត្រូវក្លិននេះឬអត់ក្លិនមួយនេះគឺជាផ្ទះបាយរបស់ម៉ាក់ត្រូវហើយគឺជាផ្ទះបាយរបស់ម៉ាក់កូនភ្លុកបន្តិចទៅតែមួយម៉ាត់ទេណាព្រះឲ្យគាត់ចាប់ផ្ដើមលេបអាហារដោយខ្លួនឯងហើយតើប៉ាកូនឃ្លានណាស់កូនចង់ញ៉ាំស៊ុបម្សៅមីរបស់ម៉ាក់បានប៉ានឹងបញ្ចុកកូនឥឡូវនេះហើយលោកប្រធានឈិនប៉ុណ្ណឹងបានហើយក្រពះរបស់អ្នកនាងស៊ីអឺមិនបានទទួលទានអាហារយូរហើយញ៉ាំច្រើនពេកម្ដងមិនបានទេឲ្យតែទ្វារបេះដូងរបស់នាងបើកហើយទៅថ្ងៃមុខញ៉ាំតិចតែច្រើនដងរាងកាយនឹងឆាប់ជាសះស្បើយឡើងវិញហើយលោកគ្រូចេនលោកមិនត្រឹមតែធ្វើម្ហូបមួយពេលទេតែលោកបានសង្គ្រោះជីវិតគ្រួសារឈិនយើងទាំងពីរនាក់បើគ្មានស៊ីអឺទេខ្ញុំរកលុយបានច្រើនប៉ុណ្ណាក៏គ្មានន័យដែរលោកគ្រូចេនខ្ញុំសូមដកពាក្យសម្ដីមិនគួរសមអំបញ្ញមិញវិញថ្ងៃនេះខ្ញុំពិតជាបានបើកភ្នែកមែនថ្នាំដែលល្អបំផុតពេលខ្លះពិតជាមិនមែននៅក្នុងអស្ថានទេតែគឺនៅក្នុងផ្ទះបាយនេះគឺជាអភូតហេតុពេទ្យហើយក៏ជាអភូតហេតុនៃផ្លូវចិត្តដែលប្រធានលៀនគួរសំពេចហើយជំនាញមានឯកទេសរៀងខ្លួនការថែទាំបន្តទៀតត្រូវពឹងផ្អែកលើអ្នកទាំងអស់គ្នាហើយលោកគ្រូចេននៅក្នុងនេះមាន10លានលេខសម្ងាត់គឺលេខ851ដងលោកមិនបាច់និយាយអ្វីទេនេះជារបស់ដែលលោកស័ក្តិសមនឹងទទួលបានបើអ្នកគិតថាតិចខ្ញុំអាចផ្ទេរភាគហ៊ុនក្រុមហ៊ុន2ឲ្យអ្នកបានលោកអគ្គនាយកឈិនស៊ុបម្សៅមួយចានដែលធ្វើពីម្សៅនិងស្លឹកខ្ទឹមដើមទុនមិនដល់3យ៉នផងបើខ្ញុំឈិនអានយកលុយ10លាននេះមែនតើខ្ញុំមានអ្វីខុសប្លែកពីអាស៊ុនហ្វូគុយដែលលក់សាច់ស្អុយក្នុងតម្លៃថ្លៃពីមុននោះទៅចុងភៅឈិននិយាយអីចឹងអ្នកគឺជាអ្នកមានគុណជួយសង្គ្រោះជីវិតខ្ញុំតើអាចយកមកប្រៀបធៀបគ្នាបានយ៉ាងម៉េចទៅលោកអគ្គនាយកឈិនខ្ញុំឈិនអានគ្រាន់តែជាមនុស្សធម្មតាម្នាក់ខ្ញុំក៏ស្រឡាញ់លុយដែរប៉ុន្តែខ្ញុំដឹងថាបើគុណធម៌មិនស័ក្តិសមនឹងតំណែងច្បាស់ជាមានគ្រោះថ្នាក់មិនខានបើខ្ញុំយកលុយនេះថ្ងៃក្រោយពួកតៃកុងឡានធំសួរនាំថាចុងភៅឈិនមានបានហើយតើមានអ្នកណាហ៊ានហូបបាយប្រអប់តម្លៃ15យ៉នរបស់ខ្ញុំទៀតប៉ុន្តែចុងភៅឈិនថ្ងៃនេះខ្ញុំត្រូវតែសងគុណអ្នកបើអ្នកមិនយកអ្វីសោះតើឲ្យខ្ញុំស្ងប់ចិត្តយ៉ាងម៉េចទៅសិទ្ធិលក់ម្ហូបអាហារក្នុងតំបន់ទាំង15ចុងភៅឈិនតើអ្នកដឹងពីទំហំនៃរឿងនេះទេតំបន់ទាំង15នេះបូកបញ្ចូលគ្នាជារៀងរាល់ថ្ងៃមានតៃកុងឡានដឹកទំនិញនិងកម្មករលើកដាក់ទំនិញជិត80000នាក់ដែលត្រូវហូបបាយនេះគឺជាគម្រោងដ៏ធំមួយដែលមានចំណូលរាប់រយលានក្នុងមួយឆ្នាំខ្ញុំដឹងដោយសារតែមានមនុស្សច្រើននឹងហើយទើបខ្ញុំត្រូវតែយកវាឲ្យបានខ្ញុំមិនត្រឹមតែយកទេខ្ញុំថែមទាំងត្រូវចុះកិច្ចព្រមព្រៀងភ្នាល់ជាមួយក្រុមហ៊ុនទៀតថាតម្លៃម្ហូបអាហារទាំងអស់តម្លៃគឺដាច់ខាតមិនឲ្យខ្ពស់ជាងទីផ្សារទេហើយត្រូវតែធានាថាសាច់បន្លែនិងស៊ុបទាំងអស់គឺស្របតាមស្តង់ដារអនាម័យខ្ពស់បំផុតបើសិនជាមានតំបន់ណាមួយមានបញ្ហាសុវត្ថិភាពចំណីអាហារខ្ញុំឆេនអិននឹងដើរចេញខ្លួនទេភ្លាមហើយសង្ការខូចខាតទាំងអស់របស់ក្រុមហ៊ុនល្អណាស់ឆេនអិនអញពិតជាមានទាំងភាពក្លាហាននិងចំណេះដឹងមែនលុយសុទ្ធ10លានទិញមុនសកាអញមិនបានទេតែបែរជាអាចយកឆ្នាំងបាយមនុស្ស5000នាក់មកបដូរយកការទទួលខុសត្រូវមនុស្ស80000នាក់របស់អញបានយកព្រមបើអញហ៊ានធ្វើកិច្ចសន្យាធានាដល់ថ្នាក់នឹងទៅហើយខ្ញុំខិនឈែមិនមានអីដែលថាមិនហ៊ានជឿទៀតនោះខ្ញុំនឹងឲ្យខាងច្បាប់ព្រៀងកិច្ចសន្យាភ្លាមចាប់ពីខែក្រោយទៅអាហារដ្ឋានទាំង15របស់ក្រុមហ៊ុនហុយថងភាគខាងជើងនឹងបញ្ឈប់អ្នកម៉ៅការបច្ចុប្បន្នទាំងអស់ហើយអញឆេនអិនគឺជាអ្នកទទួលខុសត្រូវធំតែម្នាក់គត់នៃមូលដ្ឋានអាហារដ្ឋានកណ្ដាលហុយថងភាគខាងជើងអញនិយាយម្ដងទៀតមើលអាតាចកចាស់ខិនឈែមិននឹងវាចង់ប្រគល់អាហារដ្ឋានទាំង15នឹងទៅឲ្យអ្នកណាជំរាបលោកទី3វាថាជាចុងភើម្នាក់ឈ្មោះឆេនអិនអាឡអិតនេះថ្មីនេះល្បីឈ្មោះខ្លាំងណាស់នៅក្រុមហ៊ុនហុយថងហើយថាថែមទាំងបានព្យាបាលជំងឺដុំអាហារកូនស្រីរបស់ខិនឈែមិនជីទៀតផងចង្រៃយកត្រឹមតែជាអាចុងភើកាន់វែកសោះក៏ហ៊ានមកដណ្ដើមឆ្នាំងបាយរបស់យិនទី3នេះដែរខ្ញុំឡងកាត់ផ្ដាច់អាហារដ្ឋាននិងអាហារកញ្ចប់ 70% ទូទាំងខេត្តក្នុងចំណោមតំបន់ទាំង15នឹងមាន10ទៅហើយដែលក្រុមហ៊ុនខ្មោចរបស់ខ្ញុំជាអ្នកក្តោបក្តាប់ឈីនធានមីងចង់ទាត់ខ្ញុំចេញពីហ្គេមហើយទុកឲ្យអាត្រកូឈិននឹងមកវាបំបែកឆ្នាំងបាយខ្ញុំមែនទេយកសប្តាហ៍ទាំងថ្ងៃហើយទៅ
តែទៅប្រធានសមាគមអនាម័យចំណីអាហារខេត្តយើងទៅប្រាប់គាត់ថាយប់នេះលោកម្ចាស់ទី3ជីនបានរៀបចំមួយទៅនៅធានសាំងរញ្ជៀនអញ្ជើញគាត់មកចូលរួមផងបើអាឈិនអានឹងវាចូលចិត្តធ្វើម្ហូបដោយមុនសកាណាស់អីចឹងអញនឹងធ្វើឲ្យវាអស់មួយជីវិតនេះលែងបានប៉ះកំបិតចុងភៅទៀតហើយបងមានរឿងធំហើយខ្ញុំរត់រកគ្រប់ទីផ្សារការងារទាំង3ក្នុងក្រុងថែមទាំងសាលាបង្រៀនធ្វើម្ហូប4កន្លែងទៀតតែរកចុងភៅម្នាក់មិនបានសោះឡើយយាកជីសម្រួលដង្ហើមសិនចាំនិយាយប្រាក់ខែដែលយើងឲ្យខ្ពស់ជាងទីផ្សារដល់ទៅ 20% មិនក៏គ្មានអ្នកមកអីចឹងគឺលោកម្ចាស់ទី3ជីនអាតាប៉ៃជីនមកពីក្រុមហ៊ុនទីងសឹងនឹងណាគាត់បានចេញបញ្ជាបិទផ្លូវទូទាំងខេត្តក្នុងចំកំអ្នកធ្វើម្ហូបហើយថែមទាំងសហការជាមួយសមាគមអនាម័យចំណីអាហារខេត្តចេញសេចក្តីជូនដំណឹងផ្ទៃក្នុងទៀតបើអ្នកណាហ៊ានមកដាក់ពាក្យធ្វើការនៅផ្ទះបាយកណ្ដាលរបស់ចុងភៅអានយើងនឹងត្រូវដកហូតវិញ្ញាបនផ្ទៃចុងភៅភ្លាមហើយទៅថ្ងៃមុខនឹងលែងរកការងារបានរហូតក្នុងវិស័យម្ហូបអាហារទំហំអាហារសម្រាប់មនុស្ស 80000 នាក់ជារៀងរាល់ថ្ងៃត្រូវរៀបចំគ្រឿងសម្រាប់សតោនពឹងតែពួកយើង10នាក់ជាងនេះត្រូវហើយវាមិនទាន់ចប់ទេយ៉ាងហោចណាស់ក៏ត្រូវការចុងភៅចំនួន100នាក់ដែរពិតជាស័ក្តិសមជាទីតាំងដែលអគ្គនាយកឈីនអនុម័តមែនការតុបតែងនេះផ្ទៃទឹកដែកពណ៌ស្នេះពិតជាអស្ចារ្យណាស់អនុប្រធានលីវអញ្ជើញមកដល់ទីនេះតើមានការអីដែរថៅកែឈិនខ្ញុំតំណាងឲ្យសមាគមមកប្រកល់លិខិតជូនដំណឹងពីការវិតម្លៃយោងតាមបទបញ្ញត្តិថ្មីបំផុតរបស់រដ្ឋសហគ្រាសផ្គត់ផ្គង់អាហារដែលផ្ដល់អាហារលើពី 50000 នាក់ក្នុងមួយថ្ងៃត្រូវតែទទួលបានគុណវុឌ្ឍជាផ្ទះបាយកណ្ដាលកម្រិតពិសេស3ថ្ងៃទៀតសមាគមនឹងបញ្ជូនក្រុមអ្នកជំនាញចម្រុះមកធ្វើការវិតម្លៃការអនុវត្តផ្ទាល់លើក្រុមចុងភៅរបស់អ្នកប្រសិនបើអ្នកមិនមានក្រុមចុងភៅយ៉ាងហោចណាស់50នាក់ដែលមានវិញ្ញាបនផ្ទៃចុងភៅជាន់ខ្ពស់ទេឬការវិតម្លៃការអនុវត្តមិនស្របតាមស្តង់ដារផ្ទះបាយកណ្ដាលនេះនឹងត្រូវបិទភ្លាមហើយហាមឃាត់មិនឲ្យធ្វើអាជីវកម្មឡើយពួកលោកឯងនេះគឺចង់មករករឿងច្បាស់ណាស់ពួកលោកបានចេញបញ្ជាបិទផ្លូវមិនឲ្យចុងភៅមកដាក់ពាក្យធ្វើការនៅកន្លែងយើងឥឡូវបែរជារត់មកវិតម្លៃក្រុមចុងភៅរបស់យើងទៀតនេះមិនមែនជាការបង្ខំមនុស្សឲ្យដល់ផ្លូវតទេកំឡោះឲ្យបាយអាចញ៉ាំផ្ទះផ្ដាស់បានតែសម្ដីមិនអាចនិយាយផ្ទះផ្ដាស់បានទេណាតើនរណាគេបិទផ្លូវឯងទៅតែវប្បធម៌ក្រុមហ៊ុនដែលគេថានេះគ្មានភាពតាក់ទាញទេចិនលោកម្ចាស់ទី3ជីនឲ្យខ្ញុំនាំពាក្យមកប្រាប់ឯងអាជីវកម្មអាហារប្រអប់ពេញមួយខេត្តនេះគឺជាសរសៃឈាមរបស់លោកម្ចាស់ទី3ឯងត្រឹមតែជាអ្នកចំអិនម្ហូបព្រៃក្រុមម្នាក់យកល្អគួរតែស្គាល់ខ្លួនឯងឲ្យច្បាស់ទៅឥឡូវនេះទៅលុតជង្គង់សុំទោសប្រធានឈីនទៅហើយដកខ្លួនចេញដោយខ្លួនឯងលោកម្ចាស់ទី3ប្រហែលជានៅអាចឲ្យបាយអញហូបបើមិនអញ្ចឹងទេ3ថ្ងៃទៀតពេលប្រឡងធ្លាក់លុយសមជាមួយចិត្តនឹងធ្វើឲ្យឯងជាប់គុកអស់មួយជីវិតមិនខានជួយអរគុណដល់ការយកចិត្តទុកដាក់របស់លោកម្ចាស់ទី3ជីនជំនួសខ្ញុំផងឯងប្រាប់គាត់ទៅក្រពះរបស់បងប្អូនអ្នកបើកបរទាំង 80000 នាក់នេះខ្ញុំចិនអាននឹងការពារឲ្យបាន3ថ្ងៃទៀតនាំក្រុមត្រួតពិនិត្យរបស់ឯងមកខ្ញុំធានាថានឹងធ្វើឲ្យពួកឯងព្រមទទួលស្គាល់ហើយយកវិញ្ញាបនត្រមកព្យួរនៅលើជញ្ជាំងឲ្យខ្ញុំដោយក្តីសុខចិត្តអាម៉ត់រឹងខ្ញុំចាំមើលថា3ថ្ងៃទៀតឯងយកស្អីមកធ្វើម្ហូបយកខ្យល់មកធ្វើមែនទេបងចុងភៅពេញមួយខេត្តត្រូវបានពួកវាគ្រប់គ្រងអស់ហើយតើ3ថ្ងៃនេះពួកយើងទៅរកចុងភៅឆ្នាំ100នាក់មកពីណាទៅរើសនៅខេត្តផ្សេងមិនទាន់ពេលទេពេល3ថ្ងៃគឺមិនគ្រប់គ្រាន់តតែសោះប្អូនប្រុសចិនជួបតច្រកហើយមែនទេបងជេងឲ្យបងសើចចំអស់ហើយលោកម្ចាស់ទី3ជីនបានបិទផ្លូវចុងភៅពេញមួយខេត្តអស់ហើយប្អូនប្រុសចិនឯងទុកចិត្តបងប្រុសម្នាក់នេះអត់បើទុកចិត្តរឿងនេះបងនឹងចង្អុលបង្ហាញផ្លូវភ្លឺមួយឲ្យឯងបងជេងបងមានវិធីមែនទេពួកចុងភៅដែលត្រូវសមាគមភោជនីយដ្ឋានគៀបសង្កត់មិនហ៊ានមកអីចឹងយើងទៅរកពួកចុងភៅចំណាស់ដែលរឹងរូសមិនខ្វល់ពីអាសមាគមឈួតលប់នឹងទៅប្អូនប្រុសចិនឯងដឹងអត់ថានៅជីក្រុងភាគខាងលិចយើងមានរោងចក្រដែកថែបហុងស៊ីងទី1ដែលត្រូវគេបោះបង់ចោល10ឆ្នាំហើយដឹងតើកាលពីមុននោះគឺជារោងចក្រដែកថែបរដ្ឋដ៏ធំសម្បើមដែលចិញ្ចឹមបុគ្គលិករាប់សែននាក់ការរោងចក្រដែកថែបហុងស៊ីងរុងរឿងបំផុតមានអាហារដ្ឋានធំពីរដែលអាចផ្ទុកមនុស្សរាប់ម៉ឺននាក់ចុងភៅធំឈ្មោះផានឆាងហៃគាត់គ្រប់គ្រងចុងភៅរឹងមាំជាង100នាក់ដែលជំនាញខាងធ្វើម្ហូបឆ្នាំងធំពេលរដ្ឋកែតម្រង់សហគ្រាសអាហារដ្ឋានធំទាំងពីរនោះត្រូវថៃកែឯកជនមកការយកថៃកែថ្មីដើម្បីកាត់បន្ថយចំណាយក៏បង្ខំលោកតាផាននិងអ្នកផ្សេងទៀតឲ្យប្រើអង្គចាស់ដុបផ្សិតនិងប្រេងខ្វក់លោកតាផានគឺជាអតីតយុទ្ធជនដែលធ្លាប់ចូលរួមក្នុងសមរភូមិនាងជាងគាត់បានវាបំបែកវែកដៃធំនោះចោលនៅចំពោះមុខថៅកែថ្មីតែម្ដងហើយនិយាយមួយម៉ាត់ថាដៃអញមួយគូនេះគឺសម្រាប់តែចំអិនឲ្យមិត្តរួមអាវុធហូបឆ្អែតក្រពះមិនមែនសម្រាប់បំពោលពោះវៀនកម្មក៏ទេនាំបងប្អូនជាង100នាក់ក្រោមបង្គាប់លីឈប់ពីការងារព្រមគ្នាទាំងអស់តែម្ដងនេះហើយទើបហៅថាចុងភៅមានមន្តសការនិងមានឧត្តមគតិពិតប្រាកដបងជេងចុះលោកតាផាននិងអ្នកផ្សេងទៀតឥឡូវពួកគាត់នៅណានៅតំបន់ផ្ទះចាស់របស់រោងចក្រហុងស៊ីងដោយសារតែបានប្រមាថដល់ពួកថៅកែធំទើបប៉ុន្មានឆ្នាំនេះពួកគាត់ត្រូវគេគៀបសង្កត់រហូតរកការងារល្អធ្វើមិនបានទេសប្តាហ៍ថ្ងៃរស់ពឹងលើការលក់ដូរតាមចិញ្ចើមផ្លូវនិងស៊ីឈ្នួលគេបន្តិចបន្តួចប៉ុណ្ណោះតោះខ្ញុំនាំឯងទៅជួបគាត់ពូផាននេះគឺឈិនអានដោយសារតែចង់ធ្វើម្ហូបស្អាតបាត់ឲ្យអ្នកបើកឡានធំហូបគេក៏បានប្រមាថដល់លោកម្ចាស់ទី3ជីនឥឡូវនេះគេត្រូវគេបិទផ្លូវទូទាំងខេត្តហើយសំបីតែចង់ភើម្នាក់ក៏រកមិនបានដែរក្មួយប្រុសឯងក៏ជាអ្នករកស៊ីខាងម្ហូបអាហារដែរខ្ញុំសុំសួរឯងមួយមនុស្ស 80000 នាក់ហូបបាយមួយថ្ងៃថ្លៃសាច់អស់រាប់សែនទៅហើយតើឯងចង់បានអីឲ្យប្រាកដគឺចង់ប្រាប់ថាដៃមួយគូដែលលោកតាព្រះទានមកឲ្យយើងសម្រាប់ធ្វើម្ហូបមិនមែនយកមកដាក់ថ្នាំបំពុលក្នុងចានបាយរបស់ប្រជាជននោះទេលោកគ្រូផានខ្ញុំមានឆ្នាំងដែកដ៏ស្អាតបាតមួយនៅទីនេះហើយក៏ត្រូវការចុងភៅដែលស្អាតស្អំមួយក្រុមមកកាន់វេឆាដែរ3ថ្ងៃទៀតគឺសម្រាប់ការប្រឡងឡើងតំណែងនេះខ្ញុំចេញអានសូមអញ្ជើញលោកនិងបងប្អូនចាស់ទាំងអស់ចេញមុខជួយខ្ញុំម្ដងល្អ
និយាយបានល្អណាស់ដែលថាវាមិនមែនសម្រាប់យកទៅដាក់ថ្នាំបំពុលគេនោះគុំសំងុំនៅតែក្នុងផ្ទះឲ្យច្រេះស៊ីអីយកវែកដែកដ៏ធំរបស់យើងកាលពីមុនដែលមិនធ្លាប់ប្រឡាក់ដោយភាពខ្មៅខ្វក់នោះចេញមកថ្ងៃនេះមានគេអញ្ជើញពួកយើងឲ្យចេញមុខទៅប្រកួតធ្វើម្ហូបដ៏ស្អាតស្អំមួយវគ្គហើយថៅកែចេញយ៉ាងម៉េចហើយចុះឯណាទៅក្រុមចុងភៅរបស់លោកគុំប្រាប់ណាថាលោកត្រៀមធ្វើម្ហូប50មុខនេះតែម្នាក់ឯងនោះតើលោកទៅរកមនុស្សទាំងនេះមកពីណាពួកតាចាស់អស់នេះមិនមានឈ្មោះក្នុងបញ្ជីរបស់សមាគមតតែសោះអនុប្រធានលីវលោកគួរតែទៅឆែកមើលឯកសារជាតិទៅមើលព្រឹទ្ធាចារ្យទាំងនេះកាលពីមុនធ្លាប់ទទួលបានមេដាយពិសេសថ្នាក់ជាតិលេខ1ណាការដែលពួកគាត់កំពុងកាន់វេឆាលោកកំពុងតែស្លៀកខោមកគូតនៅឡើយទេចុងភៅមកដល់ហើយចុះគ្រឿងផ្សំនៃណាអាចចាប់ផ្ដើមការប្រឡងល្អទុកថាអញក្លាហានចុះតែខ្ញុំប្រាប់អញឲ្យដឹងការប្រឡងនៅផ្ទះបាយកណ្ដាលកម្រិតពិសេសមិនត្រឹមតែប្រឡងពីជំនាញកម្មបិតទេតែថែមទាំងប្រឡងពីសមត្ថភាពរៀបចំគ្រឿងផ្សំដែលស្មុគស្មាញទៀតផងយកវិញ្ញាសាប្រឡងទម្លាក់មកអនុប្រធានលីវពួកលោកធ្វើបែបនេះគឺលេងខូចហើយយ៉ាងម៉េចថៅកែឈិននេះគឺជាវិញ្ញាសាដែលចាប់ឆ្នោតបានដោយចៃដន្យយោងតាមច្បាប់ពួកលោកត្រូវតែយកដុំសាច់កកនិងកំទេចកំទីសាច់ទាំងនេះទៅធ្វើជាម្ហូបឆ្នាំងធំកម្រិតកម្ពស់សម្រាប់មនុស្ស200នាក់ញ៉ាំក្នុងរយៈពេល2ម៉ោងបើហាន់មិនមុតស្ងោរមិនផុយទេនោះនឹងត្រូវកាត់សេចក្តីឲ្យសូនឲ្យពិន្ទុភ្លាមសូនឲ្យពិន្ទុតែម្ដងចង់តូជាមួយខ្ញុំហ៎ថ្ងៃនេះអញនឹងឲ្យពួកឯងដឹងថានរណាជាម្ចាស់ក្តោបក្តាប់ក្នុងពិភpomហូបអាហារមួយនេះតើអ្នកណាកំពុងតែទប់ទល់នឹងពួកឯងនេះពិតជាអាកម្រមែនសាច់ដែលកក្នុងសីតុណ្ហភាព18អង្សាបែបនេះគុំថាឡើយកំបិតប៉ាំងតោសំបីតែប្រើណាអគិសនីកាត់2ម៉ោងក៏មិនដាច់ផងនេះច្បាស់ជាមានចិត្តណាមិនចង់ឲ្យពួកយើងឆ្លងវគ្គទេតើអូនអត់បាច់រកលេសទេការចាត់ចែងគ្រឿងផ្សំដែលពិបាកគឺជាជំនាញមូលដ្ឋានរបស់ចុងភៅធំហើយមិនដែរពួកតារាផ្សិតអ្នកដែលអួតខ្លួនថាជាចុងភៅកម្រិតជាតិញឹងសំបីតែកាត់សាច់មួយដុំក៏មិនចេះដែរបើធ្វើមិនកាត់ទេឆាប់បិទទ្វារហាងទៅវាល្អជាងមិនបាច់ខ្វល់ជាមួយអាចឆ្កែឈួននឹងទេតាប៉ានសាច់នេះក៏ខ្លាំងពេកហើយប្រើទឹកក្តៅរំលាយទឹកក៏មិនទាន់ដែរខាងក្រៅឆ្អិនតែខាងក្នុងនៅតែក៏ដែរនឹងតាលីឯងរស់នៅស្រួលយូរពេកភ្លេចធ្វើដៃការពួកយើងនៅធ្វើអាំងស្តុកទឹកឯតុងពេកអស់ហើយមែនទេបងប្អូនអាហារដ្ឋានហុងស៊ីងទី1ទាំងអស់គ្នាមានគេកំពុងតែមើលងាយពួកយើងចាស់ថាកាត់សាច់លេងដាច់ហើយប្រាប់ពួកវាទៅមើលថាកាលពីមុនពួកយើងធ្វើសាច់ឆ្នាំងធំឲ្យកម្មករធ្វើផ្លូវក្នុងសីតុណ្ហភាព30អង្សាយ៉ាងម៉េចខ្លះដុតភ្នំទឹកកកាប់សាច់ជីចំណែកលូលីប្រមូលគ្នាមកឡាវចៅយកដាវកងទាំង9របស់ខ្ញុំមកបាទអ្នកពួកអ្នកឯងឈួតអស់ហើយទឹកធំដាច់ទេបែបនេះវាអាចនឹងផ្ទុះណាបិទមាត់ទៅហើយចាំមើលឲ្យច្បាស់ព្រះអើយនេះជាក្បាច់ដាវអីទៅប្រើកម្ដៅដកដៅខ្លាំងពីធុងដែកដែលដុតទេនោះធ្វើឲ្យផ្ទៃសាច់ខ្លាសេពេលត្រូវកម្ដៅភ្លាមវាទន់ហើយចេញខ្លាញ់មកព្រមទាំងប្រើកាំបិតកាប់ឆ្អឹងដ៏ធ្ងន់កាប់ត្រឡប់ចុះឡើងឥតឈប់ដើម្បីកោសយកសាច់មួយស្រទាប់ដែលទើបតែទន់នោះចេញមកបន្តិចម្ដងមិនត្រឹមតែដោះស្រាយបញ្ហាដុំទឹកកកខាងក្នុងដែលមិនអាចរលាយបានទេកម្ដៅដ៏ក្ដៅនេះថែមទាំងជួយរក្សាជាតិទឹកក្នុងសាច់បានភ្លាមធ្វើឲ្យមានក្លិនឈ្ងុយឆ្ងាញ់ទៀតផងនេះពិតជាកម្ពុជាវិជ្ជាមែនក្បាច់កាំបិតល្អណាស់យេលុនដាតាលីឆាប់ដាក់ខ្លាញ់ក្ដៅទៅហើយយកសរសៃជើងជៀមនិងកន្ទុយគោចិញ្ច្រាំទាំងនោះមកឆាត្រឡប់ឲ្យខ្ញុំលឿនឡើងនេះគេហៅថាវិធីរំលាយឲ្យឈ្ងុយវាគឺជាកំពូលវិធីបំបត្តិក្លិនឆ្អាបដ៏សាហាវបំផុតអនុប្រធានលីវនិងលោកអ្នកជំនាញទាំងអស់សូមភ្លុកមើលទៅ
អត់ឆ្ងាញ់សោះពិបាកលេបណាស់សាច់ក៏ស្វិតឯក្លិនឆ្អាបក៏មិនទាន់បាត់អស់ដែរពួកអាចារ្យអស់នេះហ៊ានយករបស់សម្រាមបែបនេះមកបោកប្រាស់ក្រុមវីតម្លៃមែនទេឯងនិយាយឈួតឯងមិនទាន់ទាំងលេបចូលពុះផងមានសិទ្ធអីមកថាមិនឆ្ងាញ់ខ្ញុំជាប្រធានមេប្រយោគខ្ញុំថាមិនឆ្ងាញ់គឺមិនឆ្ងាញ់ហើយឈិនអានលទ្ធផលប្រឡងអនុវត្តរបស់ក្រុមឯងគឺ0ឲ្យពិន្ទុយោងតាមច្បាប់ពួកឯងមិនទទួលបានលក្ខណៈសម្បត្តិជាផ្ទះបាយកណ្ដាលកម្រិតពិសេសនោះទេចាប់ពីពេលនេះទៅផ្ទះបាយមួយនេះនឹងត្រូវបិទជាស្ថាពរឆាប់ឡើងយកលិខិតមកបិទទីនេះភ្លាមទៅលីវចេងមីងតើនរណាឲ្យខ្លាំពីស្មេកដល់ឯងហ៊ានដាក់ពិន្ទុហូនលើម្ហូបដែលអញធ្លាប់ញ៉ាំនឹងហា60ឆ្នាំហើយកាលពីឆ្នាំនោះនៅសមរភូមិណានជាងអញស៊ីសម្បកឈើ3ថ្ងៃជាប់គ្នាគឺសាច់រសជាតិមួយនេះហើយដែលទាញជីវិតខ្ញុំចេញពីគំនរសាកស្ពងវិញនោះលោកមេបញ្ជាការខានជួបគ្នាយូរហើយណាធូឈូហ៊ូជឿពិតជាឯងមែនអាទាហានថ្មីរីកាលោកមេបញ្ជាការពោទាហានឈូធានតុងពីកងចុងភើណានជាងសុំរីកាកាលនោះបើគុំតែបានលោកបញ្ចុកទឹកកន្លះប៊ីដុងចុងក្រោយនិងសាច់រងាស់ភ្នំទឹកក៏ភ្លើងឆេះមួយចាននេះចូលមាត់ខ្ញុំម្លេះសំឆ្អឹងចាស់មួយនេះត្រូវបោះចោលនៅសម្រាប់ភូមិបាត់ទៅហើយ60ឆ្នាំហើយខ្ញុំតាមរកឯងពេញ60ឆ្នាំហើយអាល្អិតមិនធ្វើឲ្យកងចុងភើយើងបាក់មុខទេយល់ថាឥឡូវឯងធ្វើម្ហូបឲ្យសុទ្ធតែអ្នកធំទាបពិតជាមិនធម្មតាមែនខុសហើយខ្ញុំខុសហើយខ្ញុំមិនដឹងថាលោកតាម្នាក់នេះជាមិត្តរួមអាវុធរបស់លោកទេខ្ញុំមានភ្នែកតែមើលមិនស្គាល់ភ្នំថៃសានសូមលោកចាត់ទុកខ្ញុំដូចជាខ្យល់ហើយដោះលែងខ្ញុំទៅចុះណាគ្រាន់តែដឹងថាគាត់ជាមិត្តរួមអាវុធរបស់ខ្ញុំនឹងក៏អាចមួយបង្កាច់ម្ហូបដ៏សែនឆ្ងាញ់មួយចាននេះតាមចិត្តបានដែរឬក៏អាចបំពេញមន្តសការដាក់ពិន្ទុហូននៅលើក្រដាសវិតម្លៃបានដែរឬអ្វីដែលឈូធានចុងខ្ញុំស្អប់បំផុតក្នុងមួយជីវិតនេះគឺពួកសម្រាមដូចជាឯងដែលយកអំណាចបន្តិចបន្តួចមកក្អេងក្អាងយកសុវត្ថិភាពចំណីអាហារមកធ្វើការដោះដូរអំណាចនិងទឹកប្រាក់នឹងហើយពិន្ទុហូនរបស់ឯងនេះមិនមែនតែកំភ្លៀងអតីតយុទ្ធជនហុងស៊ីងទេតែវាតែកំភ្លៀងមន្តសការរបស់អ្នកធ្វើម្ហូបដោយស្មោះត្រង់ទាំងអស់លីវចឹងមីងឯងមិនបាច់អង្វរទេអំបញ្ញមិញខ្ញុំបានបញ្ជូនភស្តុតាងដែលឯងរំលោភអំណាចក្នុងសមាគមភោជនីយដ្ឋាននិងទទួលសំណូកយ៉ាងច្រើនសន្ធឹកសន្ធាប់ពីថៅកែទី3ជីននៃក្រុមហ៊ុនឌីងសិនជាយូរមកហើយនោះទៅគណៈកម្មាធិការវិន័យក្រុងអស់ហើយឯងគឺឈិនអានមែនទេលោកអគ្គនាយកឈិនបានប្រាប់ខ្ញុំអស់ហើយថ្ងៃនេះឯងអាចអញ្ជើញអតីតយុទ្ធជនហុងស៊ីងដ៏មានមោទនភាពទាំងនេះឲ្យចេញមុខម្ដងទៀតបានក្មេងតូចឯងពិតជាក្លាហាននិងមានការទទួលខុសត្រូវមែន100ពិន្ទុគឺសម្រាប់ម្ហូបមួយចាននេះឯមួយពិន្ទុដែលលើសគឺសម្រាប់មន្តសការដ៏ស្អាតស្អំរបស់ពួកឯងឈិនអានធ្វើវាឲ្យអស់ពីដៃទៅថ្ងៃក្រោយបើមានអ្នកណាហ៊ានរារាំងឯងរឿងគុណវុឌ្ឍទៀតប្រាប់ឲ្យគេមករកខ្ញុំនៅរាជធានីផ្ទាល់តែម្ដងទៅបងប្អូនឲ្យផ្ទះបាយកណ្ដាលរបស់យើងថ្ងៃនេះបើកដំណើរការស្របច្បាប់ជាផ្លូវការហើយសាយាលោកគ្រូចុងភើចេញមុខផ្ទាល់តែម្ដងអនុប្រធានលីវក៏ត្រូវគេដកចេញដែរផ្លូវរបស់យើងនៅខាងសមាគមគឺដាច់ស្រឡះតែម្ដងតើយើងគួរធ្វើម៉េចទៅភ័យអីមេឃមិនទាន់ធ្លាក់មកសង្កត់ឯណាអាឈិនអាននោះវាស្មានតែបានក្រដាសរហែកមួយសន្លឹកអាចមកស៊ីសាច់ក្នុងចានរបស់ជីនឡាវសានខ្ញុំបានមែនទេយកសັບទៅវាមិនមែនពូកែធ្វើម្ហូបទេអីល្អតាអញទុកឲ្យវាធ្វើចុះទីនេះគឺជាផ្ទះបាយកណ្ដាលម្ហូបដែលធ្វើរួចតាដឹកទៅសួនភស្តុភារទាំង15នោះដោយរបៀបណាគឺពឹងលើឡានដឹកជញ្ជូនរក្សាកម្ដៅត្រូវហើយទោះវាធ្វើឆ្ងាញ់យ៉ាងណាក៏ដោយក៏ត្រូវឆ្លងកាត់ផ្លូវខេត្តរាប់សិបគីឡូម៉ែត្រដែរទើបអាចដឹកទៅដល់កម្មកររឿងបិទផ្លូវនឹងថ្ងៃស្អែកពេលថ្ងៃត្រង់គឺជាថ្ងៃដំបូងដែលវាត្រូវផ្គត់ផ្គង់អាហារឲ្យមនុស្ស80000នាក់ឡានដឹកអាហាររាប់សិបគ្រឿងត្រូវតែទៅដល់ឲ្យទាន់ពេលមុនម៉ោង11កន្លះឯងប្រញាប់ទៅឲ្យបងប្អូនយើងមកយកអាវុធមកផងម៉ោង10ព្រឹកស្អែកនៅផ្លូវជ្រលងចប់ព្រៃដែលជាផ្លូវតែមួយគត់ចេញពីក្រុងឯងត្រូវយកឡានដឹកដីប៉ុន្មានគ្រឿងទៅចាក់បិទផ្លូវនឹងឲ្យជិតឈឹងទៅអញគ្រាន់តែចង់ឲ្យឡានដឹកអាហាររបស់វាជាប់ទាំងនៅតាមផ្លូវនឹងឲ្យតែមុនម៉ោង12ថ្ងៃត្រង់ស្អែកពួកតៃកុងឡាន80000នាក់ដែលកំពុងឃ្លាននោះអត់បាយស៊ីវានឹងផ្ទុះការតវ៉ាជាត្រង់ទ្រីធំមិនខានតោះល្បិចដកអស់ពីបាតឆ្នាំងរបស់លោកទី3ពិតជាអស្ចារ្យមែនខ្ញុំនឹងទៅចាត់ការឥឡូវនេះហើយបងប្អូនទាំងអស់គ្នាបងប្អូនតៃកុងឡាននៅតាមតំបន់នីមួយកំពុងតែឃ្លានរងចាំពួកយើងថ្ងៃនេះគឺជាថ្ងៃដែលភោជនីយដ្ឋានមេចុងភើអានរបស់យើងបើកឆាកប្រយុទ្ធដំបូងគេបង្អស់នៅក្នុងខេត្តនេះហើយគ្រប់គ្នាពិនិត្យមើលស្ថានភាពឡានភ្លាមរួចចេញដំណើរបងផ្លូវនេះគេហៅថាជ្រលងចប់ព្រៃធម្មតាមិនសូវមានឡានធំទេពួកយើងជិះយ៉ាងយូរ40នាទីនឹងទៅដល់តំបន់នោះហើយចង្រៃអើយ
មានរឿងអីហ្នឹងបងផ្លូវត្រូវគេបិទជិតឈឹងតែម្ដងថៅកែជ័យមែនទេខាងមុខកំពុងធ្វើផ្លូវនេះបិទហើយចតឡានហាលថ្ងៃនៅទីនេះឲ្យស្ងៀមទៅថ្ងៃនេះបាយនឹងពួកឯងដឹកទៅមិនដល់ទេពួកឯងចង់ធ្វើអីហ្នឹងឆាប់បើកផ្លូវភ្លាមទៅឡានយើងដឹកបាយថ្ងៃត្រង់សម្រាប់មនុស្ស 80000 នាក់ណាបើយឺតពេលពួកឯងទទួលខុសត្រូវរួចទេអូយអ្នកដឹកបាយតើសុំទោសផងណាឡានដឹកដីយើងខូចបាត់ហើយកំពុងតែរងចាំជាងមកជួសជុលហ្នឹងកុំមកនិយាយផ្ដេសផ្ដាសឡានខូចតែឯងយកឡានដឹកដីមកចាក់កណ្ដាលផ្លូវអញ្ចឹងហ៎ពួកឯងច្បាស់ជាមានចិត្តណាមករករឿងតើយើងនឹងទេទៅលេខ110ឲ្យគេមកចាប់ពួកឯងឥឡូវនេះទេទៅចង់ទេក៏ទេទៅប៉ូលីសមកដល់យើងនៅតែនិយាយពាក្យនឹងដដែលឡានខូចហើយតើចាំប៉ូលីសចរាចរណ៍មកកាត់សេចក្តីរួចហើយឡានស្ទូចមកយកដីប៉ុន្មានតោននេះចេញយ៉ាងហោចណាស់ក៏ម៉ោង2ម៉ោងពេលសៀលដែរថាកែជេនកម្មករ 80000 នាក់របស់លោកឯងនឹងចាំបានអត់ល្បិចរបស់លោកតាជីនសាននេះពិតជាពីស្ពូលមែនគាត់មិនវាប្រហារចំទេគឺប្រើចន្លោះប្រហោងបែបនេះដើម្បីពន្យាពេលឲ្យយើងស្លាប់ឲ្យតែហួសម៉ោង12កម្មករអត់បាយស៊ីយីហោផ្ទះបាយកណ្ដាលរបស់ខ្ញុំច្បាស់ជារលីមិនខានបងអានគិតមិនទៅឥឡូវម៉ោង10កន្លះហើយសល់តែ1ម៉ោងកន្លះទៀតដល់ម៉ោង12ញ៉ាំបាយហើយភ្នំដីនេះយើងឆ្លងកាត់មិនរួចតតែសោះកុំភ័យចាំខ្ញុំរកវិធីសិនប្អូនចេនបាយមកដល់ណាហើយព្រឹកមិញអ្នកទាំងអស់គ្នាទម្លាក់អីវ៉ាន់រាប់សិបតោនឃ្លានតតែពោះរអ៊ូតំអស់ហើយទន្ទឹងរង់ចាំតែសាច់ជ្រូករបស់ឯងនឹងបងចេនមានរឿងហើយមនុស្សរបស់លោកតាជីនសាននៅជ្រលងជាប់ព្រៃយកឡានដឹកដីនឹងសម្រាមសំណងមកបិទផ្លូវចិត្តឈឹងតែម្ដងប្តឹងប៉ូលីសហើយឡានស្ទូចមកក៏មិនទាន់ដែរបាយថ្ងៃនេះខ្ញុំប្រហែលជាដឹកទៅឲ្យពួកបងមិនបានទេម្ដាយវាចុះលេងល្បិចស្អីនឹងហ៊ានបិទផ្លូវផងអាតាចាស់ជីនសាននឹងវាស្មានតែជ្រលងជាប់ព្រៃនេះជាសួនច្បារក្រោយផ្ទះវាយ៉ាងម៉េចបងឈឹងពួកវាមានគ្នាដល់ទៅ40នាក់ឯណោះហើយក្នុងដៃសុទ្ធតែមានកាន់អាវុធទៀតគុំថាឡើយអាពួកក្មេងពី40នាក់ហ្នឹងសំបីតែស្ទេចយើងមកក៏ថ្ងៃនេះគុំសង្ឃឹមថាអាចទុកឲ្យបងប្អូនយើងអត់បាយបានដែរបងឈិនឯងមិនបាច់ខ្វល់អីទាំងអស់ឯងគ្រាន់តែអង្គុយក្នុងឡានហើយយាមធុងសាច់ជ្រូកនឹងឲ្យបានល្អទៅបើកភ្លើងសញ្ញាអាសន្នទាំងអស់មកហើយរងចាំខ្ញុំនៅទីនេះ15នាទីអ្នកទាំងអស់គ្នាឡើងឡានចាក់សោហើយបើកភ្លើងសញ្ញាអាសន្នមកទោះបីជាមានរឿងអីកើតឡើងនៅខាងក្រៅក៏ដោយដាច់ខាតមិនត្រូវចុះពីឡានទៅឆ្លោះជាមួយពួកវាទេឈិនចាត់ទុកថាឯងចេះយល់ការចុះថ្ងៃនេះពួកឯងនៅមើលទេសភាពកណ្ដាលព្រៃស្ងាត់ជ្រុងនេះឲ្យស្ងៀមស្ងាត់ទៅចុះចាំផុតម៉ោង12ឯងនឹងទៅភ្នំមាសដោយផ្ទាល់ដើម្បីទៅបើកប្រាក់ពិន័យធ្វើជាលុយបុណ្យសពឲ្យឯងនៅទីនោះបងប្រុសបងមើលទៅខាងនោះមើលតែវត្ថុនោះជាអ្វីទៅព្រះអើយប្អូនឈិនបងមកយឺតហើយបងឈឹងមិនបានជាពួកបងបើកក្បួនឡានសំណងចេញមកអញ្ចឹងអាទី3នេះគិតថាយកឡានកញ្ចាស់2គ្រឿងមកអាចបិទផ្លូវយើងបានមែនវាប្រហែលជាភ្លេចហើយថាសួនភស្តុភារហួយតុងរបស់យើងគឺជាកន្លែងប្រមូលផ្ដុំគ្រឿងចាក់ធុនធ្ងន់ធំបំផុតប្រចាំខេត្តរឿងលេងដីលេងភក់នេះពួកយើងទៅជាកម្ពុជាគ្រូរបស់ពួកវាអាពួកក្មេងពៀនៅខាងមុខស្ដាប់ឲ្យច្បាស់ឡានឯនេះទោះអត់មានផ្ទុកអីក៏ទម្ងន់49តោនដែរឡានបែនកញ្ចាស់របស់ពួកឯង2គ្រឿងនោះមិនទាំងបានកំទេចថ្មិញអញផងឥឡូវអញទុកពេល10វិនាទីឆាប់យកអេតចាយរបស់ពួកឯងចេញឲ្យឆ្ងាយភ្លាមទៅបើមិនអញ្ចឹងទេត្រាក់តឈូដីរបស់អញនឹងឈូសទាំងមនុស្សទាំងឡានទុកដូចជាសម្រាមមិនខានបងធំពួកយើងទៅលើហើយតាជាងឡើងត្រាក់តឈូដីឈូផ្លូវឲ្យរៀបស្មើទៅបាទបងចឹងប្អូនឈឺផ្លូវបើកហើយក្រពះរបស់បងប្អូនយើងពឹងលើឯងហើយណាក្បួនឡានទាំងអស់ស្ដាប់បន្តដំណើរទៅមុខឲ្យលឿនបំផុតគោលដៅគឺសួនហួយតុងហាមយឺតយ៉ាវសំបីតែ1នាទីពួកអាសម្រាមសុទ្ធតែជាពួកអាសម្រាមគ្មានបានការទាំងអស់មនុស្ស40នាក់ថែមទាំងមានឡានដឹកដីបិទផ្លូវទៀតតែបែរជាត្រូវពួកអាបើកឡានកញ្ចាស់មួយក្រុមគំញើញឲ្យរត់ខ្ចាត់ខ្ចាយទៅវិញតើខ្ញុំចិញ្ចឹមពួកឯងទុកធ្វើអីលោកទី3សូមគុំខឹងអីក្នុងពេលដែលការប្រើកម្លាំងរារាំងដោយចំហមិនបានផលហើយមនុស្សនៅក្បែរ Chen and ក៏សាមគ្គីគ្នាទៀតនោះយើងមានតែប្រើស្នៀតមួយនឹងហើយស្នៀតមួយនឹងនោះអីបន្ទីរមែងតែងតែត្រូវវាបំបីពីខាងក្នុងខ្ញុំបានស៊ើបហើយកូនចៅនៅក្បែរ Chen and ដែលឈ្មោះអាយ៉ែននោះម្ដាយរបស់គេទើបតែពិនិត្យឃើញថាមានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរត្រូវការលុយ200,000ជាបន្ទាន់ដើម្បីវះកាត់លុយរបស់ Chen and គឺយកទៅទិញឧបករណ៍អស់ហើយគ្មានលុយឲ្យគេខ្ចីនោះទេនាងចង់មានន័យថាទិញទឹកចិត្តគេមិនត្រឹមតែទិញទឹកចិត្តទេថ្ងៃស្អែកគឺជាថ្ងៃដែលក្រុមអធិការកិច្ចចម្រុះផ្នែកអនាម័យចំណីអាហារថ្នាក់ខេត្តចុះទៅត្រួតពិនិត្យនៅកន្លែងរបស់ពួកគេហើយឲ្យតែយើងឲ្យលុយសង្គ្រោះជីវិតមួយដុំទៅអាយ៉ែនហើយឲ្យគេលួចដាក់ថ្នាំបន្តិចក្នុងទឹកស៊ុបនៅព្រឹកស្អែកល្អឲ្យតែកញ្ចប់ថ្នាំដែលធ្វើឲ្យក្អួតចង្អោរនិងរាគរូសនេះធ្លាក់ចូលទៅហើយត្រូវក្រុមអធិការកិច្ចចាប់បានស្តែងទៀតនោះ Chen and ច្បាស់ជាចាប់មិនខាននាងទៅចាត់ការទៅប្រាប់អាយ៉ែនថាក្រោយពីសម្រេចការងារនេះខ្ញុំមិនត្រឹមតែមើលជំងឺម្ដាយគេទេថែមទាំងឲ្យលុយសុទ្ធ50,000ទៀតចា៎
នេះជាថ្នាំបញ្ចុះកម្រិតធ្ងន់បន្តិចញ៉ាំទៅមិនស្លាប់មនុស្សទេព្រឹកស្អែកពេលក្រុមអធិការកិច្ចចុះមកឲ្យតែរកឃើញបញ្ហាក្នុងឆ្នាំងសាច់នេះជេនអាននឹងចប់ការហើយក្រោយពេលការងារសម្រេចនៅមាន50,000ទៀតគិតដល់ជំងឺតម្រងនោមម្ដាយឯងដែលកំពុងរងចាំលុយសង្គ្រោះជីវិតទៅធ្វើឬមិនធ្វើឯងសម្រេចចិត្តខ្លួនឯងចុះឲ្យតែលេងដៃបន្តិចលុយ70,000នឹងបានមកដល់ដៃជីវិតម្ដាយខ្ញុំក៏អាចសង្គ្រោះបានដែរអាជៀនកំដៅភ្លើងល្មមហើយត្រៀមដាក់គ្រឿងទេសទៅបងខ្ញុំមិនមែនជាមនុស្សទេខ្ញុំសុំទោសបងមនុស្សរបស់លោកទី3ជីនយប់មិញបានមករកខ្ញុំម្ដាយខ្ញុំពិនិត្យឃើញជំងឺតម្រងនោមធ្ងន់ធ្ងរនៅមន្ទីរពេទ្យស្រុកកំពុងរងចាំលុយធ្វើការវះកាត់លោកទី3ជីនឲ្យខ្ញុំ70,000ឲ្យខ្ញុំយកថ្នាំបញ្ចុះមួយកញ្ចប់នេះដាក់ចូលក្នុងឆ្នាំងអាជៀនងើបក្បាលឡើងបងវីខ្ញុំទៅបងយកខ្ញុំនេះលុយនឹងខ្ញុំមិនយកទេយកទៅឲ្យម៉ាក់ខ្ញុំទៅខ្ញុំសុំចុះចាញ់ហើយខ្ញុំដាច់ខាតមិនអាចធ្វើរឿងអសិលធម៌បែបនេះទេខ្ញុំពិតជាធ្វើមិនបានទេអាល្អិតឲ្យមីងឈីធ្ងន់ដល់ថ្នាក់ហ្នឹងត្រូវការលុយច្រើនម្លឹងហេតុអីក៏ឯងមិនប្រាប់ខ្ញុំឲ្យបានលឿនជាងនេះបងប្រុសដើម្បីបើកផ្ទះបាយមួយនេះបងបានចំណាយប្រាក់សន្សំទាំងអស់ទៅហើយថែមទាំងជំពាក់បំណុលគេទៀតតើឲ្យខ្ញុំហើបមាត់ខ្ចីលុយបង20,000យ៉ាងម៉េចនឹងរួចទៅអស់លុយយើងអាចរកវិញបានតែបើបាត់បង់មនុស្សបាត់បង់មុនសកានោះគឺបាត់បង់អ្វីទាំងអស់ហើយលោកគ្រូចេនចាត់ទុកថាខ្ញុំជំពាក់គុណលោកមួយដ៏ធំចុះម្ដាយរបស់បងប្អូនខ្ញុំការជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរកំពុងនៅមន្ទីរពេទ្យស្រុកតើលោកអាចប្រើទំនាក់ទំនងក្នុងក្រុមហ៊ុនដើម្បីរៀបចំគ្រូពេទ្យជំនាញល្អបំផុតនិងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកណ្ដាលក្រុងភ្លាមបានទេរាល់ការចំណាយទាំងអស់សូមកាត់ចេញពីថ្លៃមកការអាហារដ្ឋានរបស់ខ្ញុំនៅខែក្រោយចុះលោកគ្រូចេនលោកនិយាយបែបនេះគិតថាខ្ញុំជាអ្នកដទៃហើយលោកបានជួយសង្គ្រោះជីវិតកូនស្រីខ្ញុំដូច្នេះម្ដាយរបស់បងប្អូនលោកក៏ដូចជាចាស់ទុំរបស់ខ្ញុំដែរផ្ញើអាសយដ្ឋានមកភ្លាមមកខ្ញុំនឹងបញ្ជូនឧទ្ធម្ភាគជាពេទ្យរបស់ក្រុមហ៊ុនទៅទទួលគាត់ភ្លាមការចំណាយទាំងអស់ក្រុមហ៊ុនហ៊ុយថងជាអ្នករ៉ាប់រងយីហើយឬនៅជំងឺរបស់មីងអាចសង្គ្រោះបានហើយបងអរគុណបងជីវិតអាចិតមួយនេះទៅថ្ងៃមុខគឺជារបស់បងហើយអាចិតជូតទឹកភ្នែកចេញទៅបើលោកទី3ជីនចូលចិត្តលេងស្នៀតតខ្វក់បែបនេះទៅហើយបើយើងមិនជូនកាដូធំមួយទៅគាត់វិញទេតើមិនមែនបានន័យថាយើងអត់សុជីវធម៌ពេកទេលោកប្រធានចាងលោកមើលចុះម្សិលមិញខ្ញុំទទួលបានសេចក្តីរាយការណ៍មកថាផ្ទះបាយកណ្ដាលរបស់ចុងភៅអានដើម្បីតែរសជាតិហ៊ានលួចលីសារធាតុគីមីខុសច្បាប់ចូលក្នុងសមុទ្រឆ្នាំងធំសម្រាប់កម្មករ80,000នាក់លោកប្រធានហួងស៊ុបសាច់មួយឆ្នាំងនេះត្រូវតែយកសំណាក់ទៅពិនិត្យឲ្យបានហ្មត់ចត់ថាកែតើមានរឿងបែបនេះមែនទេបើពិនិត្យឃើញមានសារធាតុហាមឃាត់មែនផ្ទះបាយមួយនេះត្រូវតែបិទចោលទាំងស្រុងនៅថ្ងៃនេះហើយលោកប្រធានបើមានគេនៅតែចេះចោទប្រកាន់បែបនេះទៅហើយយកល្អគួរតែយកសំណាក់ទៅពិនិត្យភ្លាមនៅទីនេះតែម្ដងទៅពេលលទ្ធផលចេញមកអ្នកណាខុសតិចទៀតនឹងដឹងច្បាស់ហើយបានខ្ញុំចង់ដឹងណាស់ថាឯងអាចទ្រាំបានដល់ពេលណាទៀតរាយការណ៍លោកប្រធានការពិនិត្យទឹកស៊ុបសាច់ជ្រូកបានបញ្ចប់ហើយគឺស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារជាតិកម្រិតខ្ពស់បំផុតមិនមានរកឃើញថ្នាំបញ្ចុះឬសារធាតុខុសច្បាប់ណាមួយឡើយគ្រឿងផ្សំទាំងអស់សុទ្ធតែជាគ្រឿងទេសធម្មជាតិមិនអាចទេមិនអាចជាដាច់ខាតម៉ាស៊ីនច្បាស់ជាខូចហើយគេច្បាស់ជាបានដាក់ថ្នាំហើយខ្ញុំច្បាស់ជាបានបញ្ជាឲ្យនាងច្បាស់ជាបានបញ្ជាឲ្យធ្វើអីជីនសានយ៉ាននាងច្បាស់ជាបានបញ្ជាឲ្យកូនចៅនាងយកជីវិតម្ដាយរបស់អាជៀនដែលជាបងប្អូនខ្ញុំមកគំរាមគេដើម្បីបង្ខំឲ្យគេដាក់ថ្នាំបំពុលក្នុងឆ្នាំងនេះតើមែនទេឯងមួយបង្កាច់គេហើយឯងមានភស្តុតាងទេនាងចង់បានភស្តុតាងមែនទេបានលោកប្រធានចាងខ្ញុំសូមដាក់ពាក្យបណ្ដឹងជាផ្លូវការលោកប្រធានជីនសានយីនៃក្រុមហ៊ុនយីងសឹងជាអ្នកបញ្ជាឲ្យដាក់ថ្នាំបំពុលនេះគ្រាន់តែជាថ្នាំបញ្ចុះកម្រិតខ្លាំងបន្តិចប៉ុណ្ណោះព្រឹកស្អែកពេលរឿងនេះបានសម្រេចនឹងមាន50,000ទៀតលោកប្រធានចឹងកញ្ចប់ក្រដាសនេះគឺថ្នាំបំពុលហើយការបូកខ្មៅនេះគឺលុយសំណូក20,000ខ្ញុំអាជៀនមិនធ្វើរឿងថោកទាបបលីពូជបែបនេះដាច់ខាតខ្ញុំបានប្រាប់បងធំខ្ញុំតាំងពីព្រលឹមម្លេះថ្លើមធំមែនហ៊ានប៉ុនប៉ងដាក់ថ្នាំបំពុលក្នុងស្ទូឌីយ៉ូដែលមានមនុស្ស80,000នាក់ឈួតលីលីអស់ហើយខ្ញុំគឺឡាវចាងបញ្ជូនកម្លាំងមកផ្ទះបាយកណ្ដាលរបស់ភូមិគ្រីសអានស៊ីភ្លាមមកទីនេះមានករណីធ្ងន់ធ្ងរបំផុតពាក់ព័ន្ធនឹងការប៉ុនប៉ងដាក់ថ្នាំបំពុលនិងការសូកប៉ាន់ផ្នែកពាណិជ្ជកម្មឈិនអានអញហ៊ានលេងខូចអញផងអញសម្លាប់អញចោលឥឡូវហើយហ៊ានលេងកំបិតនៅមុខអតីតយុទ្ធជនផងឯងនៅខ្ចី60ឆ្នាំទៀតចុងភៅឈិនបើមិនមែនដោយសារពួកលោកប្រកាន់ខ្ជាប់នៅមុនសកាទេផលវិបាកពិតជាមិនអាចស្មានដល់ឡើយផ្ទះបាយកណ្ដាលរបស់ពួកលោកម្ហូបអាហារស្អាតបាតចំណែកឯទឹកចិត្តមនុស្សរឹតតែស្អាតបាតទៅទៀតទទួលបានចំណាត់ថ្នាក់ពិសេសមិនបាច់ជប់ស៊ីជឿខ្ញុំជាអ្នកលើកយករឿងនេះមកនិយាយផ្ទាល់
បងតើយើងត្រូវធ្វើអីបន្តទៀតទៅធ្វើអីនៅមានបងប្អូនយើងជាច្រើនទៀតកំពុងរត់នៅតាមផ្លូវទាំងអត់ឃ្លានឯបាយក្តៅមួយម៉ាត់នេះយើងទើបតែបានដួសញ៉ាំប៉ុណ្ណោះតោះត្រៀមឆ្នាំងបន្ទាប់ទៀតទៅ